สอบบองสอบบองแต่จิตนั้นในกันนั้นคอมตุนเต็งสอบบองให้บ้านแต่สอบมันบ้ามันดังหาตะเวจองสอบบองสอบบองเอาอย่าออกចិត្តព្រោះមិត្តចិត្តព្រីខមានប្រណីអូនស្អប់បងស្អប់មកជួយចិត្តលោសំដីនឹងស្រីដតីឲ្យគេលំស្នេហ៍ដឹងទេអូនព្រួយណាស់ជីវ៉ាប្រសងបងស្នេហ៍តើបងដឹងឬទេអូនយំព្រោះបងឈប់មិនបានទេឬអើយឈប់ធ្វើឲ្យចិត្តស្រីសើមកឈប់ធ្វើឲ្យអូនយំអាណិតចិត្តអូនផងអូនខឹងបងព្រោះតែស្រឡាញ់ក្នុងជាតិនេះបើសិនមិនជួបស្នេហ៍បើបងបានទៅគេអូមានជីវិតអត់ន័យឈប់មិនបានទេឬអើយឈប់ធ្វើឲ្យចិត្តស្រីសើមកឈប់ធ្វើឲ្យអូនយំអាណិតចិត្តអូនផងអូនខឹងបងព្រោះតែស្រឡាញ់ក្នុងជាតិនេះបើសិនមិនជួបស្នេហ៍បើបងបានទៅគេអូមានជីវិតអត់ន័សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់កម្មវិធី Guestback Acoustic ចាជំរាបសួរបង idol ទាំងពីរគឺថាវគ្គនេះគឺប្លែកខ្លាំងមែនតើហើយឆ្ងាញ់មែនតើបងចឹងអូនណាចាដោយសារតែខ្ញុំជឿជាក់ថា fan បងគឺអត់ដែលឃើញដូចថាបងទាំងពីរនាក់ច្រៀង feat ចូលរួមជាមួយគ្នាចាអញ្ចឹងមុននឹងចូលទៅដល់ការសម្ដែងសំណើតិចតួចចង់សួរពីបងសុខសប្បាយអត់មករយៈនេះមានការងារច្រើនទេបងសុខសប្បាយអូនអរគុណហើយអូនសុខសប្បាយដូចគ្នាបងបាយគ្នាយូរសុខសប្បាយទាំងផ្លូវកាយនិងផ្លូវចិត្ត idol បង idol ខ្ញុំពេលជំនាន់ហ្នឹងខ្ញុំណាតាំងពីជំនាន់តែឥឡូវនេះ idol បងវិញចាយើង idol តគ្នាទៅក្នុងសបិនថាអើយថ្ងៃណាមួយបាន fit មួយបងមិនក៏ពេជ្រចន្ទាទៅយ៉ាងសុបាយចិត្តមិនទេឥឡូវបានដូចបំណង ឥឡូវមិនដែរមានអារម្មណ៍អូយសុបាយចិត្តបងអើយសង្ឃឹមថាបត់នឹង
5 ចាហើយបងប្អូននឹងគាំទ្រ អារម្មណ៍របស់បងអានគុណកន្លះក៏ដូចខ្ញុំដែរបងខ្ញុំធ្លាប់បាន fit មួយបងមានកាពេជ្រដាមកបាត់ដែរការ ចិត្តមិនបាន ចាការជួបគាត់លើកទី1ណា ចា ចាគឺថាមានអារម្មណ៍ថាបត់នឹងព្រោះខ្លាំងមែនទែនបងហើយខ្ញុំស្ដាប់តែផាតគាត់ទេស្ដាប់តែកន្លែងគាត់ទេដោយសារសលេងគាត់មានអារម្មណ៍ថា unique ព្រោះនិយាយទៅស្ដាប់មកគឺដឹងបងមានកាពេជ្រដា ផ្អែមនិយាយទៅខ្ញុំស្ដាប់តែពេលយប់ទេគេលក់ស្រួលណាស់ ផ្អែមសន្ទុនហើយអត់មានអារម្មណ៍ថាប្រឹង បា ទៀ ទ ត ព្រោះណាស់ គួ ប រ ត់គាត់ អរគុណចា ចាបងអញ្ចឹងនៅពេលដែលបងច្រៀងរួមគ្នាបានន័យថាយើងច្រៀងជាមួយគ្នាលើកទី1អញ្ចឹងមានអារម្មណ៍មិនដែរបង ឥឡូវឲ្យអូនកូឡាឆ្លើយសិន សម្រាប់ខ្ញុំគឺថាទាំងរំភើបទាំងសប្បាយចិត្តមួយទៀតបាន fit ជាមួយនឹងសិល្បៈរៀមច្បងគឺថាច្បងមុនឆ្ងាយបាទនិយាយទៅបើប្រៀបគ្នាខ្ញុំដូចកូនក្មេងហើយគាត់ដូចអ្នកម្ដាយអញ្ចឹងណាបាទអញ្ចឹងគឺថាដូចហៅថាសិល្បៈគ្រូហ្មងហៅអ្នកគ្រូក៏បានដែរហ្នឹងហើយគឺគាត់ខ្លាំងមែនទែនហើយទាំងសម្លេងទាំងបទពិសោធន៍ការច្រៀងរបស់គាត់ឃើញបច្ចេកទេសគាត់ច្រៀងល្អខ្ញុំកំពុងតែរៀនសូត្រតាមគាត់ប៉ុន្តែធ្វើម៉េចទៅទឹកដមសលេងវាខុសគ្នាប៉ុន្តែគាត់ផ្អែមបែបបំពេហ្មងហ្នឹងហើយបាទ អរគុណច្រើន ចុះអ្នកបងវិញ ចាបងឥឡូវនិយាយថាគិតទៅការតស៊ូ10ឆ្នាំក៏មិនហួសពេលដែរលើពាក្យហ្នឹង បាទធ្លាប់កាលមុនធ្លាប់ជួបគ្នាយើងមិននិយាយគ្នាបាទ ចង់និយាយថាកាលពី2000ប្រហែលជាខ្ទង់2014 បាទ 2014-15 ចា បងបានជួបកូឡានៅកម្មវិធីមួយនៅកោះពេជ្រចា បាទ ពេលហ្នឹងកូឡាគាត់រំភើបហើយគាត់សម្ដែងការគួសមហើយគាត់និយាយដូចគាត់និយាយមិនអញ្ចឹងថាបងអើយបើខ្ញុំបាន fit មួយបងមកបត់ក៏បានដែរនឹងខ្ញុំសប្បាយចិត្តយ៉ាងណាហើយពេលហ្នឹងបងនិយាយថាម៉េចបងថាគង់តែមានវាសនាព្រោះយើងមាននិស្ស័យហើយមាននិស្ស័យ ហើយអញ្ចឹងពាក្យស្លោកមួយថាការរងចាំទោះ10ឆ្នាំក៏មិនយូរដែរឥឡូវ10ឆ្នាំមែន មក10ឆ្នាំជាង ចាឃើញទេ មិន មិនអស់សង្ឃឹមទេណា មាននិស្ស័យតែមិនទាន់មានឱកាសឥឡូវមានឱកាស ដោយសារហ្គេងស្បិតអាកូស្ទិកផ្ដល់ឱកាសឲ្យយើងទៅ2នាក់ មែនហ្នឹងហើយ បងមួយទៀតដោយសារតែការច្រៀងនៅបទចម្រៀងដូចបទស្អប់បងមិនបានហ្នឹងជាលក្ខណៈបែបខាងស្រីរបៀបខាងតួប្រុសខ្លាំងមែនតើបងអញ្ចឹងតើមានភាពលំបាកនៅក្នុងការច្រៀងរួមគ្នាបងដោយសារតែបងមេងកបេជ្ជដាគាត់ជាលក្ខណៈបែបតុងស្រីហើយបងអានកូនកូឡាផ្ទាល់ជាលក្ខណៈបែបតុងប្រុសអញ្ចឹងតើមានភាពលំបាកឲ្យបងនៅពេលដែលយើងរែងបទចម្រៀងនៅពេលដែលយើងច្រៀងមក សម្រាប់សម្លេងគាត់ខ្ពស់ស្រាប់ហើយអញ្ចឹងគាត់អាចឡើងតាមយើងក៏បានអាចចុះតាមយើងក៏បានកលុកកលាក់គាត់មានមួយសេតអញ្ចឹងពិបាកតែខ្ញុំទេដោយសារតែសម្លេងគាត់យើងចង់បំពេឲ្យផ្អែមដូចគាត់យើងធ្វើអត់តាន់បានបាទអញ្ចឹងគាត់មានបទពិសោធន៍ច្រើនហើយ តែអត់អីទេបងស្ដាប់ហើយពេលច្រៀងជាមួយគ្នាហ្នឹងគេហៅថាចេញ color រសជាតិបែបថ្មីចាហើយបើនិយាយទៅអត់កាត់ប្រសាសន៍ទេណាប៉ុន្តែចង់និយាយថាបទនេះមិនមែនជាការខឹងខ្លាំងទេមិនមែនជាកំហឹងទេប៉ុន្តែគឺជាការអន់ចិត្តពីតួខាងស្រីដែលខាងប្រុសគាត់មានមន្តស្នេហ៍គាត់ចេះតែប្រើពាក្យផ្អែមទៅកាន់នារីផ្សេង និយាយពីអត្តន័យចំទៅលក្ខណៈតួស្រីរៀងញាក់ញក់និយាយថាហួងហែងតួប្រុសហ្មងបាទតួប្រុសហ្នឹងគាត់សបោស្នេហ៍ គាត់ស្អាតបាទ ចាហើយដឹងបទហ្នឹងអ្នកនាងនិពន្ធនេះទំនុកច្រៀងនិពន្ធដោយបងផ្ទាល់មក អូអត់ដឹងបង ហើយ អត់ ប ប្ ទ រាប់អត់ ភ្លេ ដឹង ងដោយលោកគ្រូអែលប៊ូណា អូ ចឹងបង នៅក្នុងផលិតកម្មឆ្លងដែនចា បងកូឡាថ្ងៃនេះគឺថាហេងធំខ្លាំងមែនតើបានទៅពេលជាមួយអ្នកបង ឬចំបទពិសេសដែលគាត់អ្នកនិពន្ធផ្ទាល់ដៃអូខ្ញុំពិតជាមានសំណាង អញ្ចឹងបានបងស្គាល់អារម្មណ៍បទហ្នឹងច្បាស់ថាបទហ្នឹងចង់និយាយពីអីជាសាច់រឿងរបស់មិត្តភ័ក្តិដូចជាបទនឹកបទស្នេហ៍ប្រុសងក់ងដែលបងនិពន្ធដែរហ្នឹងក៏និយាយពីអារម្មណ៍របស់មនុស្សស្រីដៃគូណា ចាបង ខាងប្រុសគេសំដែងគេហៅថាចរិតតាក់ទាញស្អីអីចឹងធ្វើឲ្យខ្លួនឯងហ្នឹងបារម្ភអីចឹងណា ចា ហើយដល់ស្នេហ៍ប្រុសងក់ងនោះគឺសំដៅលើបរោះហ្នឹងគាត់ចេះតែបកកែខឹងបកកែអន់ចិត្តហើយខាងស្រីចេះតាមលួងតាមវយចឹងណាចាមានរសជាតិខុសគ្នាហើយបទនឹកនោះសំដៅទៅលើការនឹករលឹកទៅដៃគូដូចថាជាភរិយាឬក៏ជាសង្សារអីចឹងទៅហ្នឹងក៏ជាស្នាដៃនិពន្ធរបស់បង
ចាបងធ្លាប់បានសម្ភាសបងកាលពីវគ្គមុនណាគឺថាបងអញនិយាយបានថាចេះពហុជំនាញណាបងជ្រៀងព្រោះណាបងជ្រៀងព្រោះហើយចេះច្រើនប្រភេទទៀតទាំងយីកែសិនអូនឥឡូវមកជួបគ្នាហើយបងសុំកែចំណុចនេះមួយកុំប្រើពាក្យថាពហុជំនាញពេលហ្នឹងកុំប្រើតគ្នាខុសហើយបងក៏អត់ទទួលដែរដោយសារអូខេបងជំនាញបានន័យថាយើងចេះអ្វីមួយដូចជាជំនាញសិល្បៈជំនាញខាងជាងភ្លើងជំនាញខាងធ្វើស្អីគេសិប្បកម្មអីចឹងទៅនឹងសិទ្ធជំនាញអញ្ចឹងយើងប្រើអញ្ចេះទៅយើងថាទេពកោសលសិល្បៈសម្បូរបែបអាហ្នឹងបងសប្បាយចិត្តជាងព្រោះរាល់ថ្ងៃនេះគឺចេះតែសិល្បៈទេដូចជាច្រៀងភ្លេងចេះខ្លះដែលកាត់ដេរចាបាទអូកាត់ដេរតែនិពន្ធបទចម្រៀងបទភ្លេងតែនិពន្ធបានអាហ្នឹងនៅក្នុងទម្រង់សិល្បៈចានៅខ្វះតែគំនូហើយនឹងចម្លាក់ទេដែលអត់ចេះចឹងអីអត់អីអូនអត់ខុសទេព្រោះអូនក៏នៅក្មេងដែរចឹងអ្នកខ្លះប្រើពាក្យថាជំនាញវាអត់ទាន់ត្រូវអត់ចំចឹងបងអត់មានចេះជំនាញទៅធ្វើម៉ូតូឡានអីទេអត់អីបងពេលខ្លះខ្ញុំនៅក្មេងអត់ទាន់ដឹងអត់ចេះអត់ស្អីចេះប្រើប្រាស់ពាក្យឲ្យត្រឹមត្រូវដែរហ្នឹងគឺការយល់តគ្នាអញ្ចឹងណាហើយបើយើងដឹងជួយប្រាប់គ្នាទៅអត់មានបញ្ហាទៅអ្នកចម្រៀងភាគច្រើនកម្រដែលអាចទៅសេខ្លួនឯងបានហើយដែលទៅសេខ្លួនឯងបានក៏នេះដែរតែបងបត់ដែលគាត់ទៅសេដែលទឹមតែដឹងថ្ងៃនេះខ្ញុំទឹមតែឮបងនិយាយថាបត់បងអ្នកនិពន្ធខ្ញុំមានអារម្មណ៍ថា surprise ហ្មងព្រោះថាបត់មួយបត់មានអារម្មណ៍ថាអត្តន័យហ្មងមិននិពន្ធមកអត់មានអត្តន័យគឺនៃហ្មងមែនចេះតែអង្គុយនឹកឃើញតែសេបងចាដូចគាត់បកស្រាយមកអញ្ចឹងសិតតែគាត់ឃើញពីអញ្ចឹងវាទស្សនវិជ្ជាផ្ទាល់ហើយតបមកគាត់យកអារម្មណ៍មកទៅសេចេះពីឪពុកបងគាត់គឺជាសាស្ត្រាចារ្យផ្នែកតន្ត្រីបុរាណចាចំណែកអ្នកម្ដាយគាត់ជាអ្នកចម្រៀងផ្នែកអាយ៉ៃភ្លេងការប្រពៃណីបុរាណបាទហើយត្រូវដឹងថាអាយ៉ៃឬចប៉ីគឺជាការច្រៀងដែលផ្ទាល់ហើយច្រៀងនឹកឃើញភ្លាមហ្មងអត់មានទៅគួយសរសេរប្រូលអីឡើងមកច្រៀងទេអញ្ចឹងខួរក្បាលគាត់លះទាំងចុងជួនទាំងអត្តន័យគឺពេញលេញចាដូច្នេះហើយឧបនិស្ស័យនេះបានហូរមកដល់បងប្អូនបងហើយនឹងឥឡូវដល់កូនដល់ចៅអីទៀតអញ្ចឹងការចេះនិពន្ធហ្នឹងគឺដោយសារឈាមជ័រសិល្បៈពីឪពុកម្ដាយនឹងឯងហើយមួយទៀតគាត់បង្រៀនបងនៅពេលដែលបងនៅទូចហ្នឹងរត់ទៅរត់មកពេលគាត់ទៅសេប្រូលទៅមើលប៉ាធ្វើអីហ្នឹងប៉ាទៅសេប្រូលអីគេប្រូលអត់ស្គាល់ណាអាហ្នឹងទំនុកច្រៀងកូនបាទគេទៅសេមិនទៅគាត់ថាខ្លួនឯងចង់និយាយពីអីខ្លួនឯងដាក់ចំណងជើងសិនដូចយើងស្លចាកាលណាយើងមុននឹងស្លយើងត្រូវរនឹកមុខម្ហូបនឹងឈ្មោះអីសិនស្លប្រហើរស្លម្ជូរអីសិនបានយើងទៅទិញគ្រឿងផ្សំអញ្ចឹងការតែនិពន្ធចម្រៀងដូចគ្នាដែរគឺត្រូវដាក់ចំណងជើងបើនិយាយពីអ្នកម្ដាយត្រូវនឹកឃើញថាតើអ្នកម្ដាយមានគុណសម្បត្តិអីខ្លះជាមួយកូនជាមួយនឹងក្រុមគ្រួសារអញ្ចឹងណាអញ្ចឹងបានយកបទពិសោធន៍គាត់យកមកអនុវត្តបើយើងទៅសេអំពីស្នេហាផ្អែមល្ហែមគឺផ្អែមហ្មងស្ដាប់ទៅគឺថាអ្នកដែលមានស្នេហាហ្នឹងគឺចូលតួតាមកំសត់បើថាយំត្រូវសាច់រឿងយំយកមកបាទបើថាខឹងតាមបើថាងក់ងចេញមកបែបវិចកម្ៅគឺងក់ងនៅក្នុងហ្នឹងហ្មងចាអូនចាអូខេបងដោយសារតែបងទាំងពីរមានបទចម្រៀងតូលអាចមិនថាច្រៀងតូលដែរអញ្ចឹងចង់ឲ្យបងដាក់ពីបទហើយបន្ទាប់មកចាំយើងបន្តទៅកាន់សំណួរបន្តទៀតអូខេណាបងអរគុណអូនចាប៉ុន្តែសូមអភ័យទោសបងប្អូន fan ទាំងអស់មកលើកនេះគឺសំឡេងរឿងអត់សូវស្រឡះទេច្រៀងដូចគ្នាបងមករយៈនេះច្រៀងច្រើនហើយខែនេះធ្លាក់ភ្លៀងក៏ប្រែប្រួលលឿនក្តៅលឿនភ្លៀងលឿនចាចឹងទៅផ្ដាសាយទៅមជាចាសូមអធិស្ឋានខុសឆ្គងអីយ៉ាងណាផ្ដាសាយប៉ុណ្្នឹងហើយងប់អើយសលេងឡើងកលួចផ្ដាសាយប៉ុណ្្នឹងហើយចាអរគុណអូនអូខេបងចឹងមុននឹងចូលទៅដល់បទចម្រៀងដែរ idol របស់យើងទាំងពីរបកស្រាយក៏សូមអរគុណទៅដល់ Gansberg Gansberg Snow គឺជាស្រាជាងគេកលិចជាងគេលោជាងគេអកលត្រឹមតែ 3.9 Gansberg Snow cool like that
អូខេអញ្ចឹងយើងទៅស្ដាប់ទាំងអស់គ្នាថាតើបទចម្រៀងដែល idol របស់យើងផ្ទាល់នេះគាត់បកស្រាយព្រោះយ៉ាងណាដែរទៅស្ដាប់ទាំងអស់គ្នាស្អប់បងឬទើបអូនមិនជួបសងនួនល្អងចិត្តបងវិលវល់អងហើយទឹកភ្នែកអូនគ្មានអ្នកណាជូតអងត្រានត្រៃប្រាប់ហេតុផលបានទេបងមិនយល់ហេតុអ្វីអូនស្អប់បងបើអូនស្រឡាញ់បងខ្លាំងម្លឹងប្រាប់បងមកដើម្បីឲ្យបងដឹងព្រោះស្អែកនឹងថ្ងៃខូបកំណើតស្នេហ៍អូននៅស្គៀមមិនឆ្លើយឬចង់ឲ្យបងស្លាប់បងឈឺចាប់ណាស់តើអូនដឹងទេថ្ងៃស្អែកនេះឃុំស្នេហ៍យើងណាមានមេប្រាប់បានទេឬអូនមានគេជំនួសបងអូនដឹងទេតើបងខ្មាស់គេខ្មាស់ប៉ុណ្ណាថ្ងៃស្អែកបងសង្សារអូនមិនមកបងអងវោទុកមុខផងស្រស់ពុនលោបើមិនមកបងជូតការស្នេហ៍ទៅអ្នកណាចង់ប្រាប់ស្រីថាបងមិនអស់ចិត្តបើពិតជាអូនសំបែកគ្នាមុនបងមិនព្រមបងជឿជាក់ខ្លួនឯងបងមិនដែលធ្វើខុសនឹងស្រីរឹតមិនទៅបើស្រីពើដេញបងនួនល្អងបងនឹងអោបអូនខ្លាំងមិនអាចរស់គ្មានអូនបេះដូងគៀងបើសិនស្អែកនេះអូនមិនព្រមមកអូននៅស្ងៀមមិនឆ្លើយឬចង់ឲ្យបងស្លាប់បងឈឺចាប់ណាស់តើអូនដឹងទេថ្ងៃស្អែកនេះឃុំស្នេហ៍យើងណាមានមេប្រាប់បានទេឬអូនមានគេជំនួសបងអូនដឹងទេតើបងខ្មាស់គេខ្មាស់ប៉ុណ្ណាថ្ងៃស្អែកបងសង្សារអូនមិនមកបងអងវោទុកមុខផងស្រស់ពុនលោបើមិនមកបងជូនការស្នេហ៍ទៅអ្នកណាអូននៅស្ងៀមមិនឆ្លើយឬចង់ឲ្យបងស្លាប់បងឈឺចាប់ណាស់តើអូនដឹងទេថ្ងៃស្អែកនេះឃុំស្នេហ៍យើងណាមានមេប្រាប់បានទេឬអូនមានគេជំនួសបងអូនដឹងទេតើបងខ្មាស់គេខ្មាស់ប៉ុណ្ណាថ្ងៃស្អែកបងសង្សារអូនមិនមកបងអងវោទុកមុខផងស្រស់ពុនលោបើមិនមកបងជូនការស្នេហ៍ទៅអ្នកណាបើមិនមកបងជួបការស្នេហ៍ទៅអ្នកណាអូនបើកសិភើកំណត់ហេតុស្នេហ៍កូនឡងដឹងទេនួនល្អងថើអូនឈឺចិត្តព្រោះស្នេហ៍មិនពិតដូចជាយប់ងងឹតគ្មានដួងច័ន្ទទុំពោទីមួយរៀបរាប់ពីស្នេហ៍ដំបងស្នេហ៍គ្មានសាមងមិនសាវាតែទុំពោចុងក្រោយកំណត់ហេតុប្រាប់ថាស្នេហាបងប្រែឬស្យ៉ាងក្បត់ចិត្តបេះដូងឈឺផ្សាហ
ហូរទឹកនេត្រាគ្មានអ្នកណាអាចមកជួយយកអាសាខ្ញុំបានកំណត់ហេតុស្នេហ៍ចុកឈាមមិនអាចបំភ្លេចបានមួយជីវិតបេះដូងឈឺផ្សាយកទឹកនេត្រាលុបលើតួអក្ខរក៏រឿងឬស្យានៅជប់មេរាប់សែនរត់ព្រៀនសមានលុបមិនបានស្នេហ៍ល្ងងខ្លាំងប្រចិត្តខ្មៅសាងកម្មទុកអើយអូទីមួយរៀបរាប់ពីស្នេហ៍ដំបងស្នេហ៍គ្មានសាមកមិនសាវាតែទុំពោចុងក្រោយកំណត់ហេតុប្រាប់ថាស្នេហាបងប្រែឬស្យ៉ាងក្បត់ចិត្តបេះដូងឈឺផ្សាហូរទឹកនេត្រាគ្មានអ្នកណាអាចមកជួយយកអាសាខ្ញុំបានកំណត់ហេតុស្នេហ៍ចុកឈាមមិនអាចបំភ្លេចបានមួយជីវិតបេះដូងឈឺផ្សាយកទឹកនេត្រាលុបលើតួអក្ខរក៏រឿងឬស្យានៅជប់មេរូបសែនរូបព្រៀនសមានលុបមិនបានស្នេហ៍ល្ងងខ្លាំងប្រចិត្តខ្មៅសាងកម្មទុកអើយអូបេះដូងជាផ្សាយកទឹកនេត្រាលុបលើតួអក្ខរក៏រឿងឬស្យានៅជប់មេរូបសែនរូបព្រៀនសមានលុបមិនបានស្នេហ៍ល្ងងខ្លាំងប្រចិត្តខ្មៅសាងកម្មទុកអើយអូចម្ងល់អំពីអញ្ញបានថាយើង through back យើងបកទៅពីអតីតកាលវិញឥឡូវសុំសួរបងកូឡាមុនណាចង់សួរបងថាអញ្ចឹងតើពីជំនាន់មុនហ្នឹងផ្កាបងពីក្មេងណាបងឲ្យផ្កាជាលក្ខណៈបាច់ឬក៏ជាលក្ខណៈតងពីក្មេងគេពេញកន្លោះហ៎ពេញកន្លោះពេញកន្លោះថ្មីថ្មោងចាការតាមញ៉ៃគេដំបងណាបាទការជំនាន់ខ្ញុំហ្នឹងគឺថាគ្មានបាច់អីទេអ្នកមានលុយគេមានលុយទិញបាច់ណាតែយើងវាមិនសូវមានលុយបាទត្រឹមមួយតងហើយគេលក់មុខសាលាហ្នឹងចាទៅទិញមួយតងមួយដើមមួយរៀល 5,000 អីហ្នឹងអូយកទៅជូនគេបាទគេយកទៅតែបងពេលហ្នឹងអត់យកមិនឲ្យតែផ្កាចាំមានកដោឲ្យទៀតហ៎អត់តែពេលហ្នឹងដូចជាគេណូតទៅផ្កាពណ៌លឿងតំណាងឲ្យមិត្តភាពពណ៌ក្រហមពណ៌សអញ្ចឹងរបៀបស្មោះសអញ្ចឹងទៅពេលហ្នឹងបីភាគច្រើនទិញពណ៌អីគេឲ្យគេកាលហ្នឹងអត់សូវដឹងរឿងពណ៌តំណាងទេដឹងថាទិញតែពណ៌ក្រហមគេលក់ពីច្រើនពណ៌ក្រហមទិញតែពណ៌ក្រហមហ្នឹងឲ្យគេតែភាគច្រើនវិញទិញផ្កាកន្លះពណ៌ក្រហមឲ្យគេនៅពេលណានៅពេលដូចថ្ងៃបន់សង្សារថ្ងៃអីហ្នឹងបាទអីយ៉ាបន់នៃក្តីស្រឡាញ់បាទបន់នៃក្តីស្រឡាញ់ចាឥឡូវសួរអ្នកបងវិញអ្នកបងកាលពីក្មេងធ្លាប់ទទួលបានផ្កាច្រើនទេអ្នកបងដោយសារតែសម្លេងអ្នកបងក៏ពីរោះរូបសម្រស់ក៏ស្រស់ស្អាតដឹងអ្នកបងដឹងតែអ្នកបងបានច្រើនហ្មងឥឡូវអូនសួរនឹងសំដៅលើផ្កាពីអ្នកដែលស្រឡាញ់យើងឬក៏ពី fan ផ្កាពីអ្នកដែលស្រឡាញ់យើងចាច្រើនតែផ្កាកលាបផ្កាកលាបពណ៌លឿងហើយលាក់មុខទៀតអត់ឲ្យឃើញអត់ឲ្យស្គាល់ក្រោយមកបដូរពណ៌ផ្កាឈូក
ហើយបងអត់ដឹងទេបងដឹងតែថាផ្កាតាយកមកគឺបងរក្សាទុកមកកតុបហ្នឹងគឺបងដាក់សិតតែកាដូដែលជា fan ផ្ញើឲ្យអញ្ចឹងបងអត់ដឹងថាគាត់ជា fan ឬក៏ជាអ្នកដែលលួចស្រឡាញ់ក្រាស់អីទេណាចាគឺតាំងរហូតដល់ពុកក៏មានដែរដល់ពេលពុកទៅហើយយើងរើផ្ទះរើអីចឹងទៅកើតទេជូនតាមកើតទៅវាផុយហ៎ចាក៏ថតរូបមកស្លឹកពីស្លឹកទុកអនុស្សាវរីយ៍ដល់ឥឡូវហ្នឹងចាប៉ុន្តែបើនិយាយពី fan ដែលគាត់ឲ្យយើងតាំងពីមុនឲ្យផ្កាម្លេះព្រោះកាលហ្នឹងបងច្រៀងតាំងឆ្នាំ86 85 86ចាបងយូរដឹងបានអីហ៎អង្គចាអង្គចុកជំនាន់ហ្នឹងចាអង្គចាអូទៅច្រៀងបានតាំងអង្គហ្នឹងដូរអង្គហ្នឹងគឺគ្រាន់តែយើងជ្រៀងព្រោះណាវិចអង្គវិចអីមកជួនកាលអ្នកខ្លះគាត់មានតិចដាក់មកកាម៉ាមកថ្នាក់អញ្ចឹងទៅចាគាត់សបោអញ្ចឹងគាត់ទូលមកកាជើមកឲ្យអញ្ចឹងណាចាហើយពេលជ្រៀងចាប់មានអន្សមមាននំចេកនំអីផ្លែចេកផ្លែល្ហុងផ្លែដូងអូនល្អមើលប៉ុន្តែនេះជាអនុស្សាវរីយ៍និងជាទឹកចិត្តមួយដែលថាខ្ញុំចង់ឲ្យថ្ងៃនោះត្រឡប់មកវិញណាទឹកចិត្តដែលល្អពីខាងក្នុងហ្មងចាឥឡូវនេះគេហៅថាអញ្ចេះពួកគាត់នៅតែស្រឡាញ់ហើយបងប្អូនទស្សនិកជនជំនាន់ថ្មីគឺគាត់មានការផ្ដល់ក្តីស្រឡាញ់ឲ្យយើងបែបថ្មីអ្វីដែលបងនិយាយថាចង់ឲ្យថ្ងៃនោះមកវិញបានន័យថាចង់ឃើញរូបភាពបែបហ្នឹងណាទោះបីឥឡូវហ្នឹងបងនៅតែមានការស្រឡាញ់ពី fan ទាំងអស់ហ្នឹងដូចគ្នាប៉ុន្តែរូបភាពដែលគាត់ឲ្យដូចបងនិយាយអញ្ចឹងរបស់សេតទំនើបរបស់អីប៉ុន្តែឲ្យដងមកធ្លាយឲ្យអាលឹកឲ្យផ្លែឈើឲ្យនំឲ្យអង្គឲ្យអន្សមហ្នឹងគឺថាមើលទៅមនោសញ្ចេតនាបែបហ្នឹងដូចជាតែពីជំនាន់មុនហ្នឹងយើងវាមិនទាន់មានថាសម្ភារៈទំនើបសម្រាប់ជូន idol អញ្ចឹងណាមុនហ្នឹងមានអីឲ្យហ្នឹងតែអង្គអីមួយថងរបស់គាត់ហ្នឹងគឺទឹកចិត្តស្មោះសរហ្មងស្រឡាញ់យើងពិតប្រាកដហ្មងបាទចាតាមពិតអញនិយាយថាចេះនៅផ្ទះឬក៏អង្គយើងអាចទិញបានដែរប៉ុន្តែនៅពេលដែលគាត់ផ្ដល់ឲ្យជាលក្ខណៈអង្គជាទឹកចិត្តដែលចេញចាជាអាចចង់ថាវាមានតម្លៃជាងយើងបានលុយទៀតដោយសារនេះវាជំនាន់នឹងអត់តន់ចាយលុយប្រងព្រាតទេចាពួកបងច្រៀងដើរដូរអង្គច្រៀងដូរអង្គទឹកចិត្តស្រឡាញ់មែនតើដូរស្រូវដូរអីណាចានិយាយមែនតើទៅពេលចេញទៅយើងអត់មានឡានទេយើងជិះឡានឈ្នួលពេលចេញទៅហ្នឹងឡានតទេមកវិញគឺថាម្នាក់ 3-4 បាវអ្នកភ្លេងអ្នកច្រៀងយ៉ាងហ្នឹងនិយាយអង្គដាក់ដឹកទាំងឡានមកសប្បាយចាបើពាក់ព័ន្ធជាមួយនឹងបទចម្រៀងរបស់អ្នកបងវិញដោយសារបទអ្នកបងពាក់ព័ន្ធជាមួយនឹងកំណត់ហេតុដោយសារតែខ្ញុំធ្លាប់ដូចថាដូចម៉ាក់ឬក៏ម៉ែឬក៏យាយរបស់យើងអញ្ចឹងដូចថាយើងហើផ្ទះទៅរបៀបដូចថាមាននៅសល់វត្ថុអនុស្សាវរីយ៍ចាស់ៗអញ្ចឹងទៅដូចជាមានសភៅដូចជាជំនាន់ហ្នឹងកម្រងអនុស្សាវរីយ៍ណាអ្នកបងរបៀបដូចថាគេបិទរូបថតគេទៅសេពីថ្ងៃនេះទៅណាកំណត់ហេតុចាជាកំណត់ហេតុជាអីចឹងអ្នកបងដែរធ្លាប់មានជាសភៅកំណត់ហេតុផ្ទាល់ខ្លួនពីមុនអ្នកបងហើយរបៀបកំណត់ហេតុស្នេហាអីលីឡងឃើញអត់មានទេកំណត់ហេតុរបស់បងនៅលើទំនុកច្រៀងហ្នឹងតែហ្មងគឺបងអត់ចេះសរសេរសភៅកំណត់ហេតុទេពីព្រោះអីបងពឹងលើ memory ការចងចាំរបស់បងហើយមួយទៀតពេលខ្លះការសរសេរហ្នឹងវាធ្វើឲ្យយើងត្រឡប់ទៅក្រោយវិញវាវល់ណាអញ្ចឹងបងអត់ចង់ចងក្រងទេត្រូវហើយបងវាធម្មតាទេកំណត់ហេតុវាមានរឿងល្អមានសុបាយមានមិនសុបាយអញ្ចឹងយើងចងចាំតែអ្វីសុបាយបានហើយអ្វីអត់សុបាយយើងធីបចោលគិតថាវាជាមេរៀនហើយកុំទុកក្នុងសភៅនោះទឹកតែកលេសឃើញឬមួយចៃដន្យអ្នកណាមើលឃើញអីទៅវាមិនល្អទៅវិញខ្ជិលហ្មងហ្នឹងហើយបើយើងទុកទៅពេលថ្ងៃណាយើងនឹកឃើញស្រាប់តែយកមកបើកមើលនឹកឃើញរឿងចាស់ចាហើយអារម្មណ៍ចាប់ផ្ដើមទៅអតីតកាលវិញអញ្ចឹងយើងមានអារម្មណ៍ថាយើងកំពុងតែរស់នៅជាមួយអតីតកាលហ្នឹងហើយអញ្ចឹងអត់ល្អហើយអញ្ចឹងបាទចាចុះបងកូឡាដែរធ្លាប់មានជាសភៅកម្រងអនុស្សាវរីយ៍អីអត់ការជំនាន់ខ្ញុំនៅរៀនមានហ្នឹងខ្ញុំក៏មានដែរអនុស្សាវរីយ៍គឺមិត្តភ័ក្តិមួយថ្នាក់ហ្នឹងគេរៀបចំដូចថាគេថតរូបដើរលេងទៅណាទៅណីគេសុំរូបថតយើងម្នាក់មួយស្លឹកទៅគេបិទឲ្យគេដាក់ហ្នឹងហើយដាក់ឈ្មោះអីអនុស្សាវរីយ៍ទៅណាខ្លះអីទីម៉ានហ្នឹងហើយមិត្តភ័ក្តិរួមថ្នាក់អីចឹងទៅហ្នឹងហើយគេមានសភៅគេបងចេះវិញបងអត់ណូតអ្វីដែលជាដំណើរជីវិតទេតែសភៅណូតរបស់បងកំណត់ហេតុគឺមានតែការងារ
ដូចជាការថតបទចម្រៀង បាទ អញ្ចឹងបានពេលដែលបងចេញបទចម្រៀងនៅលើបង្ហោះនៅប្រព័ន្ធសង្គមម្ដងគឺបងតែងតែដាក់ឈ្មោះអ្នកនិពន្ធទំនុកច្រៀងនិពន្ធបទភ្លេងនិងផលិតកម្មអត់ដែលខុសម្ដងទេដោយសារបងមាន note អស់ហ្នឹង ចា៎ នេះបងធ្វើអញ្ចឹងវិញឲ្យមានប្រយោជន៍វិញ បាទ ចារឿងណាដែលជារឿងក្នុងខ្សែជីវិតមិនសប្បាយបោះចោលហ្មងតែខ្ជិល ចាបងបើខ្ញុំវិញខ្ញុំធ្លាប់ទៅសេជាសភៅកម្រងមកន័យថាយើងពីយើងហ៊ានដូចថាយើងហ៊ានថ្នាក់ទី1ទី2ទី3អញ្ចឹងយើងរុកចាស់យើងយកមកដូចថាយើងរំលឹកក្រៅរំលឹកថាអូនេះពីមុនយើងចេះបន្ទាប់មកឥឡូវហ្នឹងយើងដើរបានមកចំហៀនប៉ុណ្ណេះហើយប៉ុន្តែដូចបងនិយាយអញ្ចឹងយើងអត់យករឿងណាដែលវាអាក្រក់ឬក៏វាដែលជាអីដែលដូចថាធ្វើឲ្យការចូលចាំយើងអត់ល្អហើយយើងគ្រាន់តែយើងចំណាំទុកថាអូពេលនេះយើងចេះ1ចេះ2យើងដើរមកបានកម្រិតណាហើយដើរមកបានប្រហែលកម្មហើយចាវាក៏ជាផ្នែកមួយដូចថាថ្ងៃក្រោយទៅយើងមានគ្រួសារឬក៏មានអីចឹងយើងឲ្យដូចថាកូនមើលឲ្យអីចឹងទៅចាបង ខ្ញុំមានសភៅកំណត់ខ្លួនឯងមួយដែរតែកំណត់ពីសភៅលក្ខណៈសភៅការងារនៅក្នុងសិល្បៈយើង start up មកពីណាទៅណាឥឡូវបានដល់ណាហើយយើងជួបអីខ្លះ ចា អ្នកណាជួយយើងខ្លះខ្ញុំមានអាហ្នឹងបាទ អាហ្នឹងគឺជាការចងចាំមួយដែលល្អបងអាហ្នឹងអាចនិយាយបានថាជាសភៅអនុស្សាវរីយ៍សម្រាប់ខ្លួនឯងណាដូចថាជាចងក្រងពីជីវិតរបស់យើងផ្ទាល់ចាអូខេបងអរគុណមែនតើហើយដោយសារតែខ្ញុំសួរសំណួរបងមិញពាក់ព័ន្ធជាមួយនឹងបទចម្រៀងហើយស្រាប់តែនឹកឃើញថាចង់ស្ដាប់បទចម្រៀងរបស់បងទៀតអូខេបងដោយសារតែពាក់បើក្បាលដំបូងហ្នឹងឃើញបងច្រៀងទាំងពីរនាក់ជក់ចិត្តមែនតើអញ្ចឹងចង់ឲ្យបង feel ជាមួយគ្នា3បទបន្ថែមទៀតហ្មងណាបង អូចាអូន បងកូឡាទៅរួយទេបង អូយអត់ខ្លាចទេចង់ 20បទយប់ហ្នឹងក៏បានដែរ អី ជាមួយឯងដល់ហើយ អើ5អមអីបង សុខចិត្តស្អសិតជាងអត់ចេញ ចាអូខេអញ្ចឹងចង់ដឹងថាតើ3បទទៀតដែលបងកូឡាននឹងច្រៀងរួមគ្នាជាមួយនឹងអ្នកបងគឺជាបទអីគេខ្លះកុំភ្លេចចាំមើលទាំងអស់គ្នាហើយវគ្គក្រោយនេះគឺនឹងមានប្រធានបទដែលចាក់ដោតនៅក្នុងនឹងដែរអញ្ចឹងឥឡូវយើងស្ដាប់ចម្រៀងហើយចាំយើងទៅស្ដាប់នៅចម្លើយរបស់បងក៏ដូចជាអញ្ញាប័ណ្ណថាបកស្រាយនៅប្រធានបទរបស់យើងទាំងអស់គ្នាប៉ុន្តែមុននឹងចូលទៅដល់បទចម្រៀងក៏សូមអរគុណទៅដល់ Guestbird Gas Box Snow គឺជាស្រាជាងគេកលិចជាងគេលោជាងគេអកលត្រឹមតែ 3.9 Gas Box Snow cool like that អញ្ចឹងយើងទៅស្ដាប់បទបន្ទាប់ទាំងអស់គ្នាសិនអាចសូមឲ្យបងបានស្ដាប់បទនេះលើកចុងក្រោយទួងដឹងថាមិនអាចជួបក៏ដោយតែអូនចង់ឲ្យបងដឹងថាក្នុងជាតិនេះអូនស្នេហ៍បងជាស្នេហ៍គ្មានថ្ងៃសូន្យគឺបងជាម្ចាស់ស្នេហាគូស្រីផ្សេងល្អជាងអូនក៏បងមិនប្រាថ្នាអ្នកបងត្រូវការគឺអូននឹកអូនផងពេលបងស្ដាប់បទនេះនឹកតែម្ដងអូនក៏អស់ចិត្តដែរនឹកមនុស្សធ្លាប់ស្នេហ៍នឹកម្ដងទៀតទេតើបានទេអូននឹកលើកចុងក្រោយស្ដាប់បទនេះសង្ឃឹមបងនឹកអូននឹកដល់រឿងដែលកូនលហួងហើនឹកចំរៀងស្នេហ៍ពេលនៅក្បែរគ្នាយើងស្ដាប់បទនេះអូនចាំបានទេ
ប់បទនេះលើកចុងក្រោយទួងដឹងថាមិនអាចជួបក៏ដោយតែអូនចង់ឲ្យបងដឹងថាក្នុងជាតិនេះអូនស្នេហ៍បងជាស្នេហ៍គ្មានថ្ងៃសូន្យគឺបងជាម្ចាស់ស្នេហាស្រីផ្សេងល្អជាងអូនក៏បងមិនប្រាថ្នាអ្នកបងត្រូវការគឺអូននឹកអូនផងពេលបងស្ដាប់បទនេះនឹកតែម្ដងអូនក៏អស់ចិត្តដែរនឹកមនុស្សធ្លាប់ស្នេហ៍នឹកម្ដងទៀតទេតើបានទេអូននឹកលើកចុងក្រោយស្ដាប់បទនេះសង្ឃឹមបងនឹកអូននឹកដល់រឿងដែលកូនឡងហួងហើនឹកចំរៀងស្នេហ៍ពេលនៅក្បែរគ្នាយើងស្ដាប់បទនេះអូនចាំបានទេនឹកអូនផងពេលបងស្ដាប់បទនេះនឹកតែម្ដងអូនក៏អស់ចិត្តដែរនឹកមនុស្សធ្លាប់ស្នេហ៍នឹកម្ដងទៀតទេតើបានទេអូននឹកលើកចុងក្រោយស្ដាប់បទនេះសង្ឃឹមបងនឹកអូននឹកដល់រឿងដែលកូនឡងហួងហើនឹកចំរៀងស្នេហ៍ពេលនៅក្បែរគ្នាយើងស្ដាប់បទនេះអូនចាំបានទេ ធ្លាក់ជោគជុំស្នេហាមិនដូចបំណងបងមើលមិនឃើញចិត្តអូនរឿងការកន្លងអូនមានអ្នកថ្មីអូនឈុំប្រកែកមានគេជូនបាច់ផ្កាឲ្យស្រីអូនធ្វើដើម្បីអ្វីជាព្រានឬថ្លៃប្រាប់មកស្មានចិត្តបងមិនត្រូវជាប់ឈ្មោះអាស្រ័យរឿងស្នេហ៍បើសិនបងមានរូបគេអូនសូមឲ្យមានមេបំភ្លេចអូនវិញអូនឈុំស្នេហាឈប់ប្រយឈប់តម្នេញអូនជួយបំពេញបំណងអូនសូមឲ្យប្រាស្នេហ៍ស្នងបានសូស្នេហ៍អូនបងស្នេហ៍គ្មានជំរឿឥតមានន័យដូចផែនដីគ្មានផ្សែងព្រះអាទិត្យអូនដូចច័ន្ទឆើតឆាយចោមរោមដោយវងតារាបងលួចក្បត់គ្មានក្តីស្រនងស្រត់នងអូនជឿចុកចាប់ក្រំគ្រីអរ៉ាចុកចាប់ពើផ្សារព្រួងតែភ្លៀងធ្លាក់ក្នុងបេះដូងស្មានចិត្តបងមិនត្រូវជាប់ឈ្មោះអាស្រ័យរឿងស្នេហ៍បើសិនអូនមានរូបគេបងសូមឲ្យមាសមេបំភ្លេចបងវិញអូនឈុំស្នេហាឈប់ប្រយឈប់តម្នេញអូនជួយបំពេញបំណងអូនសូមឲ្យប្រាស្នេហ៍ស្នងបានសូស្នេហ៍អូន
នេហ៍គ្មានជំរឿអត់មានន័យដូចផែនដីគ្មានផ្សែងព្រះអាទិត្យអូនដូចច័ន្ទឆើតឆាយចំរោមដោយវងតារា ក្បត់គ្មានក្តីស្រនងស្រត់នងអូនជឿចុកចាប់ក្រំគ្រីអរ៉ា ឈឺចាប់ពើផ្សាព្រោះតែភ្លៀងធ្លាក់ក្នុងបេះដូង បើបងអត់ពេលរហូតប៉ុន្តែត្រពេលពេលបងនឹងយល់ចិន្តាអូនធ្វើចំពោះជីវិតនេះថ្មីណាដូចអូនទេ អូនលួចក្បត់គ្មានក្តីស្រណងស្រណងបងឈឺចង់ចាប់ក្រំគ្រាអរ៉ាឈឺចាប់ពើផ្សាព្រួងតែភ្លៀងធ្លាក់ក្នុងបេះដូង ស្នេហ៍អូនបងស្នេហ៍គ្មានជុំរើតមានន័យដូចផែនដីគ្មានសែងព្រះអាទិត្យបងដូចច័ន្ទឆើតឆាយចំរោមដោយវងតារា អូនលួចក្បត់គ្មានក្តីស្រណងស្រណងបងឈឺចង់ចាប់ក្រំគ្រាអរ៉ាចង់ចាប់ពើផ្សាព្រួងតែភ្លៀងធ្លាក់ក្នុងបេះដូង កុំបារម្ភនឹងមនុស្សអូនមិនស្នេហ៍មានមេអូនអាចទៅពេលនេះបានបើខំក៏ខត់បានត្រឹមប្រានបងដឹងចិត្តក៏យ៉ាងមានគេផ្សេងដឹងច្បាំងមិនអាចខត់អូនបានព្រោះចិត្តក៏យ៉ាងមានអ្នកផ្សេង ខ្សែភ្នែកបងទុញត្រនឹងអូនប្រងបេះដូងកំពុងបែកឆ្វេងគុំក៏ហងអូននេះជាពិតមែនចង់ទៅបងអាចទៅបានគ្រប់ពេលស្រឡាញ់នាងណាជ្រើយកនាងនោះទៅអូនបើផ្លើបងទៅចោ បើគេសួរបងប្រាំថាអូននៅតែស្មុំការចាក់ចេញមួយนุ่งព្រួងបងមិនល្អ ខ្សែភ្នែកអូនធុញទ្រាន់នឹងបងព្រោះបេះដូងកំពុងបែកឆ្វេងកុំកុហកបងនិយាយពិតមែនចង់ទៅអូនអាចទៅបានគ្រប់ពេល ស្រឡាញ់នាងណាជ្រើយកនាងនោះទៅអូនបើផ្លើបងទៅចោ បើគេសួរបងប្រាំថាអូននៅតែស្មុំការចាក់ចេញមួយนุ่งព្រួងបងមិនល្អ ស្រឡាញ់
5 thơ ôn nữ tới mong ta cho tranh mũi nung prong ôn bấn lỗ sro lanh những nương chưa dọc nương nung tơ ôn bao lờ bong tê cho bà kê su bồ 5 thơ ôn nữ tới mong cả chạ chân mũi nung pruông bông mẫn lộ cả chạ chân mũi nung pruông bông mẫn lộស្ដាប់បទចម្រៀងហើយយើងក៏ចូលមកដល់ប្រធានបទរបស់យើងប៉ុន្តែប្រធានបទរបស់យើងគឺគ្រៀងខុសប្លែកពីបទចម្រៀងបន្តិចបងដោយសារតែយើងថ្ងៃនេះពាក់ព័ន្ធជាមួយនឹងពាក្យថាកូនពាក្យថាកូនមួយបើសិនជាឲ្យបកស្រាយទៅវារៀងវែងឆ្ងាយណាបងប៉ុន្តែមុននឹងចូលទៅដល់ប្រធានបទដែលរៀងស៊ីជម្រៅចង់សួរសិនថាតើសម្រាប់ឥឡូវខ្ញុំសួរបងចិន្តាម្ដងអីហៅបងមេងកែបិចិន្តាឬក៏បងចិន្តាហ្មងណាបងចិន្តាហ្មងព្រោះមិនចិន្តាបិចិន្តាបិចិន្តាបងបិចិន្តាអូខេបងអូខេចឹងចង់សួរបងបិចិន្តាមុនថាតើពាក្យកូនសម្រាប់បងមានន័យដូចម្ដេចដែរហើយគេមានពាក្យមួយថាអញ្ចេះយកកូនដើម្បីចងជើងប្តីឬក៏ដើម្បីឲ្យទំនាក់ទំនងប្តីប្រពន្ធកាន់តែស្អិតល្មួតជាងមុនអីអញ្ចឹងតើបងមានគំនិតបែបណាជាមួយពាក្យបែបហ្នឹងដែរអាចនិយាយថាជាមួយនឹងទស្សនៈចាអរគុណអូនសម្រាប់អ្នកដតីបងអត់ដឹងទេប៉ុន្តែអ្នកខ្លះយកកូនគឺជាថ្នាក់ដើម្បីដូចបងអូននិយាយអញ្ចឹងដើម្បីជាចំណងតាក់ចិត្តស្វាមីឲ្យនៅជាមួយដើម្បីទ្រព្យសម្បត្តិដើម្បីផលប្រយោជន៍ប៉ុន្តែសម្រាប់បងកូនមិនមែនមានអត្ថន័យបែបហ្នឹងទេកូនគឺជាអ្វីគ្រប់យ៉ាងរបស់បងមានន័យថាគឺជាក្តីស្រឡាញ់បងមានកូនគឺដោយក្តីស្រឡាញ់គឺជាអ្នកបន្តវេនអំពីបងនិយាយដោយស្មោះត្រង់បងស្រឡាញ់វិស័យសិល្បៈអញ្ចឹងចិត្តបងក៏អត់ខុសពីពុកម៉ែបងដែរពេលដែលគាត់មានបងគឺគាត់បានផ្ដល់គ្រប់យ៉ាងឲ្យបងក្នុងវិស័យសិល្បៈនេះទាំងសំឡេងទាំងទេពកោសល្យចំណេះដឹងជំនាញដូច្នេះបងអត់ចង់ឲ្យជំនាញដ៏មហិមានេះត្រូវបញ្ចប់ធំហ្នឹងឯងគឺត្រូវតែឲ្យទៅដល់កូនបងដូច្នេះហើយបានជាបងផ្ដល់និយមន័យឲ្យកូនគឺជាគ្រប់យ៉ាងរបស់បងមួយទៀតកូនគឺជាកិត្តិយសគ្រួសារគឺជាក្តីសង្ឃឹមគ្រួសារគឺជាមោទនភាពសម្រាប់គ្រួសារបងតែងតែទុកកូនទី1រហូតជាចម្បងរហូតហើយបងស្រឡាញ់កូនបងអត់ដឹងថាម្ដាយដទៃទៀតគាត់ស្រឡាញ់កម្រិតណាប៉ុន្តែខ្លួនបងសម្រាប់និយាយថាខ្លួនបងជីវិតក៏បងឲ្យបានដែរចានិយាយទៅការស្រឡាញ់ដែលម្ដាយមានចំពោះកូនគឺធំធេងខ្លាំងមែនតើពេលខ្លះសឹងតែអាចថាជ្រើសរើសប្តីជាមួយនឹងកូនគឺគាត់ជ្រើសរើសយកកូនហើយភាគច្រើនណាបងខ្ញុំនិយាយទៅខ្ញុំក៏អាសាលឺម៉ាក់ខ្ញុំនិយាយដែរថាកូនជាមួយនឹងប្តីគាត់យកកូនហើយព្រោះកូនគឺជាក្តីសុខរបស់គាត់មានកូនដូចមានអីគ្រប់បែបយ៉ាងចឹងមិនមែនថាប្តីអត់សំខាន់ទេប៉ុន្តែកូនគឺអាចនិយាយបានថាគាត់បង្កើតមកដោយផ្ទាល់ដៃមើលថែមុននឹងមានគាត់ថែខ្លួនថែប្រានការងារធ្ងន់ក៏មិនហ៊ានសម្ោចវាលើកូនមួយក៏មិនបានចង់ថាយើងសម្ោចទុំញិចសម្ោចចោលរបៀបដូចថាដូចអ្នកខ្លះវិញដូចថាធ្វើម្ហូបឲ្យកូនញ៉ាំអញ្ចឹងគេនិយាយថាអញនិយាយបានថាមិនសុខចិត្តសាងបាបដើម្បីកូនណាដើម្បីឲ្យកូនបានឆ្អែតណាចាហើយមួយទៀតអូនដែលបងហ៊ាននិយាយអញ្ចឹង
ដោយសារថានៅពេលដែលបងជួបព្យុះភ្លៀងនិយាយចំការបែកបាក់គ្រួសារបងត្រូវដើរនៅក្នុងផ្លូវមួយគេហៅថាត្រូវតែមានជំរើសតើយើងយកលុយឬក៏យកកូនបងឆ្លើយអត់គិតទេខ្ញុំយកកូនទោះបីដឹងថាខ្ញុំយកកូនគឺខ្ញុំអត់មានលីងបងផ្ទះក៏អត់លុយក្នុងធនាគារក៏អត់ដីក៏អត់ខ្ញុំចេញមកខ្ញុំមានតែឡានមួយហើយនឹងក៏អាវច្រៀងសល់ពីមុនអោបកូន2កូនបងមួយទូចមួយធំកូនស្រីនៅពកូនប្រុសដឹកដៃដើរចេញដោយមិនសោកស្ដាយមិនមើលទៅក្រោយវិញហើយអ្នកខ្លះគាត់សួរថាមិនបានជាយើងមិនព្រមចែកគ្នាទៅឲ្យកូនទៅគេមួយយើងមួយទៅដើម្បីបានទ្រព្យសម្បត្តិពាក់កណ្ដាលចា៎បងខ្ញុំថាបើខ្ញុំធ្វើដូច្នេះខ្ញុំក៏មិនខុសពីគាត់ដែរព្រោះថាយើងនៅតែស្រឡាញ់ទ្រព្យសម្បត្តិចែកអត់ដាច់រវាងកូនហើយនិងទ្រព្យសម្បត្តិគិតមើលបើសិនជាខ្ញុំឲ្យកូនបែកគ្នាខ្ញុំយកមួយគេយកមួយហើយខ្ញុំយកលុយសួរថាមានន័យថាម៉េចយើងជាម្ដាយ កូនយើងត្រូវការយើងចានិយាយទៅគឺកូននៅទូចគឺត្រូវការភាពកក់ក្ដៅពីម្ដាយឪពុកត្រូវការភាពកក់ក្ដៅពីម្ដាយខ្លាំងជាងឪពុកទៀតបងដោយសារតែអញនិយាយបានថាម្ដាយគឺគាត់ជាមនុស្សស្រីដែលអញនិយាយបានថាផ្ដល់នៅភាពកក់ក្ដៅបានជាច្រើនជាងឪពុកណ៎បងដោយសារតែពេលខ្លះពុកប៉ាគាត់អត់អាចបង្ហាញនៅអារម្មណ៍ដូចជាម្ដាយទេពេលខ្លះគាត់ស្រឡាញ់កូនដែរប៉ុន្តែគាត់អត់ចេះនៅភាពអារបៀបភាពបង្ហាញនៃក្តីស្រឡាញ់ទៅកាន់កូនធ្វើឲ្យកូនមានអារម្មណ៍កក់ក្ដៅចាឪពុកពេលខ្លះគាត់រវល់ការងារច្រើនហើយម្ដាយគាត់ពីច្រើនគាត់នៅផ្ទះគាត់អាចមានពេលនៅស្និទ្ធស្នាលមួយកូនបានច្រើនផ្ដល់ភាពកក់ក្ដៅឲ្យកូនបានច្រើនបាទគាត់មានភាពកក់ក្ដៅឲ្យកូនបានច្រើនជាងឪពុកតែប៉ុណ្្នឹងបាទមួយទៀតបងចង់ឆ្លើយតបនឹងសំណួរមិញហ្នឹងតាមពិតមុននឹងយើងថតក៏បានសួរសាកល្បងដែរសំណួរហ្នឹងណាចាសួរថារវាងកូននិយាយថាកូនស្រឡាញ់ស្មើគ្នាអត់ខ្ញុំចង់ឆ្លើយសំណួរហ្នឹងតាំងដំបូងឥឡូវខ្ញុំភ្ជាប់ជាមួយហ្មងមិនបាច់តន់សួរទេបាទសម្រាប់បងប្អូនដទៃទៀតគាត់យល់ថាស្រឡាញ់ស្មើឬមិនស្មើអីអានឹងខ្ញុំអត់ដឹងប៉ុន្តែចំពោះខ្ញុំគឺខ្ញុំនិយាយថាខ្ញុំស្រឡាញ់ស្មើហើយដែលបានខ្ញុំហ៊ាននិយាយថាស្មើពីព្រោះពេលដែលខ្ញុំត្រូវបែងចែកទ្រព្យសម្បត្តិគ្នាគេថាបើសិនខ្ញុំយកមួយទ្រព្យសម្បត្តិក៏បានពាក់កណ្ដាលខ្ញុំតែងគិតថាចេះខ្ញុំយកមួយមកចុះមួយទៀតគ្នានៅជាមួយអ្នកណាគេស្រឡាញ់កូនខ្ញុំដូចខ្ញុំស្រឡាញ់អត់អញ្ចឹងខ្ញុំសុខចិត្តយកមកទាំងពីរទោះបីពេលហ្នឹងខ្ញុំអត់មានលុយខ្ញុំអត់មានគោលដៅខ្ញុំអត់មានដឹងថាខ្ញុំទៅមានលុយចិញ្ចឹមកូនខ្ញុំអត់ក៏ដោយកូនខ្ញុំត្រូវតែយកចេញមកពីហ្នឹងអោបកសោបកូនទាំងពីរហ្នឹងអាហ្នឹងឯងបញ្ជាក់ថាខ្ញុំស្រឡាញ់ទាំងពីរចាខ្ញុំអត់អាចបោះបង់អ្នកម្នាក់ណាតែបើខ្លួនឯងខ្ញុំសុខចិត្តហ៊ានបោះបង់ខ្លួនឯងចាតែរឿងកូនខ្ញុំអត់បោះបង់ដាច់ខាតអញ្ចឹងបានអ្នកណានិយាយថាអត់ជឿទេស្រឡាញ់កូនច្បាស់ជាមានលំអៀងខ្លះហើយអាចដែរបាទតិចតួចឧទាហរណ៍ថាកូននឹងមួយខូចមួយស្ដាប់បង្គាប់អានឹងអាចដែរធ្វើឲ្យពុកម្ដាយនឹងគិតថាខ្ញុំនឹងស្រឡាញ់គាត់ជាងហើយព្រោះគាត់ស្ដាប់បង្គាប់ស្រួលនិយាយគ្នាស្រួលបដៅបាទហើយចំណែកមួយទៀតរៀងរងរូអីចឹងអាចខឹងប៉ុន្តែឲ្យគាត់និយាយថាគាត់ស្អប់មួយស្រឡាញ់មួយខ្ញុំជឿថាមិនអាចទេគឺគាត់ស្រឡាញ់ទាំងអស់គាត់ថាការស្រឡាញ់វាមានកម្រិតដូចបងនិយាយចឹងណាចុះបើកូនខ្ញុំល្អទាំងពីរខ្ញុំចោលយ៉ាងម៉េចហើយខ្ញុំទៅស្រឡាញ់មួយអត់មួយយ៉ាងម៉េចខ្ញុំធ្វើអត់បានទេហើយកូនសិតតែមាននិយាយទៅកូនគឺជាគ្រាប់ពេជ្ររបស់ខ្ញុំហ្មងចា
មាសប៉ុណ្ណាក៏ដូរមិនបានសម្បត្តិរាប់លានក៏ខ្ញុំមិនអាចដូរជាមួយកូនទាំងពីររបស់ខ្ញុំបានដែរ ចា អញ្ចឹងនិយមន័យពាក្យថាកូនមិនមែនជាធ្នាក់សម្រាប់តាក់លុយទេសម្រាប់ខ្ញុំគឺកូនគឺជាជីវិតរបស់ខ្ញុំប៉ុណ្ណឹង ស្ដាប់តាមការរៀបរាប់របស់បងគឺទំហំនៃក្តីស្រឡាញ់ដែលបងមានចំពោះកូនគឺធំធេងខ្លាំងមែនតើហើយអាចនិយាយបានថាកូនគឺជាដូចគាត់និយាយចឹងគឺជាអ្វីគ្រប់យ៉ាងគឺជាជីវិតគឺជាដល់ថ្នាក់គាត់អាចលះបង់អ្វីគ្រប់យ៉ាងដើម្បីកូនអញ្ចឹងទំហំនៃការស្រឡាញ់របស់ម្ដាយគឺពិតជាធំធេងសម្រាប់កូនអញ្ចឹងកូនគ្រប់រូបអាចនិយាយបានថាកូនគ្រប់រូបហ្មងណាបងព្រោះអីខ្ញុំជឿជាក់ថាម្ដាយអ្នកដែលអត់ស្រឡាញ់កូនភាគច្រើនមាន 0.1% ទេបង 0.99% គឺគាត់សិតតែស្រឡាញ់កូនសិតតែខ្ញុំគិតថាពួកគាត់គឺមានអារម្មណ៍ដូចបងបច្ចេកតាអញ្ចឹងដោយសារមិនបងគាត់ខំពពោះកូនតាំងពីអីមិនថានៅជាដុំឈាមរហូតមកដល់កើតមកបាតជើងក្រហមល្ងារហូតទៅដល់ធំណាគេប៉ះក៏អត់បានសុខចិត្តលះបង់អ្វីគ្រប់យ៉ាងដើម្បីកូនអញ្ចឹងកូនទាំងអស់គួរតែដឹងកូនឪពុកម្ដាយហើយមួយទៀតខ្ញុំថ្ងៃមុនណាខ្ញុំអញ្ញមិនថាខ្ញុំជី pass app អញ្ចឹងទៅអ៊ំមួយហ្នឹងគាត់គាត់តុកប៉ុន្តែកូនគាត់រៀនវិទ្យាល័យមហាវិទ្យាល័យហើយដូចថាយើងចេះសួរនាំគាត់អញ្ចឹងពូចេះពូចុះអីអញ្ចឹងទៅហើយគាត់និយាយចេះកូនខ្ញុំអត់ដូចអូនឯងសោះអត់ដូចប្អូនឯងសោះនិយាយគំរោះកំរើយដាក់គាត់ណាហើយដូចថាគាត់ដឹកទៅរៀនរហងៃអញ្ចឹងណាពេលខ្លះមិនមែនគាត់អត់ស្រឡាញ់ទេបងប៉ុន្តែគ្រាន់ថាដោយសារភាសាស្រឡាញ់ឬក៏ពេលខ្លះយើងអត់ហ៊ានបើកចិត្តនិយាយជាមួយនឹងគាត់ឬក៏យើងអត់ចេះប្រើពាក្យល្អអញ្ចឹងណាបងអញ្ចឹងបើសិនជានៅមានពេលវេលាបើសិនជាមានម៉ាក់ប៉ាឬក៏អ្នកមានគុណអញ្ចឹងគួរតែនិយាយពាក្យល្អឲ្យគាត់ឲ្យបានច្រើនព្រោះអីគាត់ពិតជាស្រឡាញ់យើងខ្លាំងមែនទែនបងពេលខ្លះទង្វើមើលយើងគិតថាអូគាត់ប្រហែលជាអត់ស្រឡាញ់យើងទេតែតាមពិតគ្រាន់តែគាត់អត់ចេះបង្ហាញគាត់អត់ចេះបង្ហាញគាត់អត់ចេះប្រាប់ថាអូនេះប៉ាស្រឡាញ់ខ្លួនឯងម៉ាក់ស្រឡាញ់ខ្លួនឯងពេលខ្លះគាត់មិនមែនអញ្ចឹងទេប៉ុន្តែអាទង្វើតិចឥឡូវដូចរឿងដែលខ្ញុំលើកឡើងមកនិយាយអញ្ចឹងបងគ្រាន់តែគាត់ដឹកកូនខំធ្វើការរត់ pass app ដឹកកូនទៅរៀនទៅវិញទៅមករហូតហ្នឹងក៏ជាការក្តីស្រឡាញ់មួយដែរដែលបារម្ភពីកូនដែរចាហើយដូចការងារគាត់រាល់ថ្ងៃតាមពិតពេលខ្លះត្រឹមតែមកហួសខ្លួនឯងក៏គាត់អាចធ្វើបានដែរប៉ុន្តែគាត់ព្យាយាមឬក៏គាត់ខិតខំធ្វើការងារដើម្បីបានប្រាក់កម្រៃមកចិញ្ចឹមកូនដើម្បីចង់ឲ្យកូនល្អចង់ឲ្យកូនបានរបស់ប្រើដូចគេចាចុះបងកូឡាវិញសម្រាប់និយមន័យនៃពាក្យថាកូនសម្រាប់បងមានន័យយ៉ាងណាដែរសម្រាប់ខ្ញុំបាទឥឡូវកូនខ្ញុំទៅបាន2ហើយតែពីទៅបងចាទូចបាទអាមួយ3ឆ្នាំជាមួយ7 4ឆ្នាំមួយ5ឆ្នាំបាទចាសម្រាប់ខ្ញុំនិយមន័យពាក្យថាកូនគឺជាជីវិតដូចបងអញ្ចឹងវាជាជីវិតរបស់យើងមានអារម្មណ៍ថាជាជីវិតហើយជាកម្លាំងចិត្តដ៏ធំសម្រាប់យើងពេលយើងមកទៅធ្វើការវិញគាត់តែឃើញគាត់ញ៉ាំគាត់សើចដាក់រត់មកអោបយើងនោះគូទៅបីយើងមកពីក្រៅមួម៉ៅហត់ពិបាកប៉ុណ្ណាឬក៏បរាជ័យការងារណាមួយមិនដោយតែមកដល់ផ្ទះឃើញមុខកូនសើចកូនបលែងជាមួយប៉ាប៉ាតែមួយម៉ាត់យើងអាចថាពេលខ្លះអាឈឺចាប់ពីក្រៅមកទៅភ្នែកហូរច្រោកអោបកូនហើយញ៉ាំអោបសបាយលេងមួយកូនអត់ខ្វល់ពីអីហើយកម្លាំងចិត្តហ្នឹងគឺវាមកវិញ full មកវិញហ្មងគាត់តែឃើញមុខកូនយើងមានអារម្មណ៍ថាទៅមុខទៀតយើងទៅមុខទៀតអត់ធំហ្នឹងហើយយើងត្រូវទៅមុខទៀតបាទទោះបីជាផ្លូវតលប៉ុណ្ណាក៏ដោយយើងមានផ្នែកកឡង់ដែរនៅមើលយើងនៅជាមួយយើងតែថាជាទ្រព្យសម្បត្តិរបស់យើងជាដូចជាកៅភ្នែករបស់យើងទាំងពីរហ្មងអត់អាចខ្វះគាត់បាននៅពេលដែលវិនវត្តមានគាត់មកហើយគឺយើងត្រូវតែរក្សាគាត់ហើយគាត់គឺជាកម្លាំងចិត្តរបស់យើងដ៏ធំបំផុតសម្រាប់ជីវិតរបស់យើងសាងក្រុមគ្រួសារយើងឲ្យឆ្ពោះទៅដល់សុភមង្គលបានហ្នឹងចាជឿជាក់ថាចាកូនម្នាក់ដែលទទួលភាពកក់ក្ដៅពីឪពុកម្ដាយគឺគាត់ប្រកាសជាអាចនិយាយបានថាដូចអ្នកខ្លះគាត់មានឪពុកម្ដាយប៉ុន្តែគាត់អត់មានរបៀបថាភាពកក់ក្ដៅពីឪពុកម្ដាយទេគាត់ខ្វះក្តីស្រឡាញ់ពីឪពុកម្ដាយអញ្ចឹងហើយជ្រើសរើសអ្នកដតីធ្វើជារបៀបអាចនិយាយបានថាមិនជាអ្នកលួងលោមឬក៏ដូចថាដើរទៅតាមផ្លូវខុសអីអញ្ចឹងទៅប៉ុន្តែខ្ញុំចង់ប្រាប់ថាមុននឹងយើងដើរផ្លូវខុសឬក៏យើងគិត
អត់ល្អទៅលើឪពុកម្ដាយយើងគួរគិតចំណុចមួយថាគាត់រងថ្ងៃគឺខំប្រឹងដើម្បីកូនណាទោះបីជាគាត់អត់មានពេលវេលាគឺអត់ពេលវេលាខំទៅធ្វើការហ្នឹងឯងគឺដើម្បីអ្នកណាដើម្បីតែកូនសុទ្ធសាធត្រូវឯងបងគឺដើម្បីតែកូនចាគឺដើម្បីកូនខ្លាច់កូនថ្ងៃក្រោយទៅអត់ពីចាអត់ពីយើងទៅខ្លាច់កូនហ្នឹងអត់មានអីហូបខ្លាច់កូនហ្នឹងពិបាកខ្លាច់កូនទោះបីថាយើងឈឺទ្រុឌទ្រោមនៅលើក្រែក៏ដោយគាត់សិតថាវាជើង4ចេញទៅក្រៅទៅលុយដើម្បីកូនអារម្មណ៍ពេលហ្នឹងមានអារម្មណ៍ថាខ្លួនឯងអស់ចាដោយសារអីដោយសារតែកូនបាទបើអត់មានកូនក៏យើងមានអារម្មណ៍ថាយើងបាក់ទឹកចិត្តហើយយើងលែងចង់រស់នៅទៀតពេលខ្លះតែមានវត្តមានគាត់គឺមានអារម្មណ៍ថាយើងឃើញស្នាមញញឹមកូនគឺយើង power យើងមកវិញមកបាទកម្លាំងចិត្តយើងមានមកមែនតែបងដូចថានៅផ្ទះតែ2នាក់ប្តីប្រពន្ធអញ្ចឹងណាបងពេលមានកូនមកធ្វើឲ្យអញ្ញាបានថាចេះយើងមិនមែនជាដូចបងបេជ្ជតានិយាយមុននឹងអញ្ចឹងមិនមែនជាធ្នាក់ឬក៏ជាចំណងដើម្បីអីប៉ុន្តែនៅពេលដែលយើងមានកូនធ្វើឲ្យផ្ទះរបស់យើងដែរដូចថាអត់សូវនិយាយគ្នាឬក៏និយាយគ្នាតិចតួចអញ្ចឹងទៅជានិយាយគ្នាច្រើនទៅជាមានសម្លេងក្អាកក្អាយច្រើនជាងមុនមានពេលវេលាឲ្យគ្នាច្រើនខ្លាំងជាងមុនយល់ពីគ្នាច្រើនខ្លាំងជាងមុនចាបងដោយសារតែអញ្ចេះភាកច្រើនណាខ្ញុំធ្លាប់លើគេថាប៉ាស្រឡាញ់កូនអត់សូវឲ្យដឹងចិត្តទេបងអាចប្រាប់ពីរបៀបដែលបងដូចថាស្រឡាញ់កូនបានទេថាទង្វើអីខ្លះដែលបញ្ជាក់ថាបងស្រឡាញ់កូនហើយពេលខ្លះខ្ញុំជឿជាក់ថាមនុស្សប្រុសអត់ដូចមនុស្សស្រីទេបងពេលខ្លះគាត់មាត់រឹងគាត់ស្រឡាញ់អញ្ចឹងគាត់របៀបធ្វើអត់ឲ្យដឹងចិត្តអីអញ្ចឹងណាបងបាទបើសម្រាប់ខ្ញុំវិញបុប៉ាមួយម៉ាក់គឺកូនរត់មកខ្ញុំហើយគឺយើងហ្មងដឹងគាត់ដឹងវាថាយើងមិនចង់លាក់ការស្រឡាញ់ទេយើងបើឲ្យគាត់អស់គាត់ទីអីបាននឹងមានអារម្មណ៍ថាយើងផ្ដល់ឲ្យគាត់ប៉ុន្តែគាត់ដឹងថាទោះបីវាយគាត់ឬក៏មិនក៏គាត់នៅតែរត់មកយើងណាថាចាយប់ឡើងចង់គេងមួយប៉ាចង់នៅចិត្តម៉ាក់អត់ពេលខ្លះម៉ាក់គាត់ម៉ាមីគាត់ស្រឡាញ់ហើយគាត់មើលថែច្រើនជាងយើងអញ្ចឹងនៅផ្ទះគាត់តែងតែវាយបដៅហ្នឹងហើយអត់ញ៉ាំបាយក៏វាយណាអត់លេបថ្នាំក៏វាយណាគំរាមកំហាយអត់គេងក៏វាយមើលទូរស័ព្ទច្រើនក៏វាយអត់មុជទឹករត់និយាយទៅមកចប់អញ្ចឹងកូនមានអារម្មណ៍ថាម៉ាមីអត់ស្រឡាញ់តែម៉ាមីស្រឡាញ់ជាងយើងទៀតយើងអត់សូវនៅចិត្តកូនទេតែគាត់ថាគាត់ឃើញមុខប៉ារត់មកហើយដោយសារយើងពេលខ្លះអារម្មណ៍ស្រឡាញ់កូនដែរអញ្ចឹងកូនចង់បានអីទិញឲ្យទោះបីតយើងអត់លុយក៏ទិញឲ្យដែរទិញឲ្យតើបានទៅពេលដែលវាយកូនឲ្យមានអារម្មណ៍ខុសអត់បងអារម្មណ៍ពេលខ្លះខ្ញុំយំហត់គួយយំម្នាក់ឯងមិនអញទៅវាយកូនអញ្ចឹងគ្នាអត់ដឹងអីផងតែមកពេលមកថាមកពេលយើងខឹងហ្នឹងវាអារម្មណ៍ថាមកផ្លែតហ្នឹងចាចុះបើស្អែកខូចវាយទៀតអត់ស្អែកខូចវាយទៀតមានអារម្មណ៍ថាស្ដាយវាយកូនប៉ុន្តែបើខុសវាយទៀតវាយទៀតវាយតែយើងមិនទៅវាយអីខ្លះទេគាត់ថាវាយចេះការវាយហ្នឹងមិនមែនយើងវាយឲ្យគ្នាដល់ថ្នាក់គ្រោះថ្នាក់ធ្ងន់ធ្ងរទេចាយើងបង្រៀនទៅខ្ញុំក៏កូនបងហ្នឹងក៏ធ្លាប់ត្រូវបំពាត់ដែរប៉ុន្តែបងអត់ដែលយកបំពាត់ធំទេធៀងកទួតអញ្ចឹងទេធូបទៅសៃធូបហ្នឹងអូឲ្យតាទាញថាតែដុំធូបហ្នឹងមកញ័រជួនកាលគាត់យកទៅគម្រាមទេមិនបានវាយទេយកទៅហោចឡប៉ុន្តែមិនបានវាយទេដល់ពេលកូនអត់ខ្លាចយើងឈប់វាយបដ ாய் ទៅវាយទៅអីកូនអត់ខ្លាចតែមានពេលមួយគ្រាន់តែបងទាញមកអូយម៉ាក់អើយអញ្ចឹងស្លុតហ្មងចង់និយាយថាយើងបាទអាណិតណាប៉ុន្តែដែលយើងវាយមិនមែនថាមិនអីយើងចង់អប់រំចាវាយបែបអប់រំនឹងបង្ហាញគាត់ផ្លូវត្រូវពួកក្មេងអត់ដូចមនុស្សចាស់គ្នាអត់ទាន់ចេះគិតទេហើយវាយកុំឲ្យដល់ថ្នាក់ឈឺមែនទេគាត់ណាគ្នាឃើញតែតសៃធូបនឹងគ្នាញ័រទៅហើយមែនតែបងពេលខ្លះក្មេងកណ្ដាសហើយក្មេងខ្លះរៀងរឹងក្មេងខ្លះស្ដាប់បង្គាប់រៀងនិយាយទៅខុសគ្នាទាំងអស់បងក្មេងខ្លះយើងបង្រៀនអប់រំគាត់យើងមិនថាអំពើហិង្សាអីទេប៉ុន្តែក្មេងខ្លះគាត់ត្រូវការភាពទន់អ្នកខ្លះគាត់ត្រូវការភាពក្តៅភាពត្រជាក់អីចឹងណាបងវាខុសគ្នាគាត់នៅទូចគាត់គេហៅលពឹសណាចាដូចមិនគេហៅថាសัตว์ក្មេងនិយាយមិនស្ដាប់ទេបាទប្រាប់ថាកុំឲ្យទៅលេងប្រាប់កុំឲ្យប៉ះគឺថាអញ្ចឹងហើយជួនកាលគាត់ទៅដូចថាអារម្មណ៍យើងមួម៉ៅដែរគាត់ទៅធ្វើធ្លាក់ទូសបែកខ្ទេចអញ្ចឹងទៅអារម្មណ៍យើងមួយឆាវហ្នឹងគិតដែរថាកូនក្មេងវាអត់ដឹងអីទេកុំខឹង
តែស្ទុះទៅម្ដាយបាត់ហើយតែវាយមិនវាយខ្លាំងទេយកធូកទៅផាច់2 3ពាត់ចឹងណាមិនទៅធ្វើចឹងកូនកុំលេងកុំក្រោយកុំយើងប្រាប់កុំឲ្យធ្វើចឹងទៀតចឹងណា ចាបងចា បាទ បងចាដោយសារតែបងកូឡាសិតកូនប្រុសណាបង បាទប្រសិទ្ធ បើបងពេជ្ជតាកូនស្រីមួយប្ ប្ រុ រុ ស ស មួ មួយ យ ស្រីមួយ ចាខ្ញុំចង់ដឹងពីបងពេជ្ជតាវិញដោយសារតែការចិញ្ចឹមកូនដូចអ្នកខ្លះចឹងគាត់ចិញ្ចឹមកូនស្រីផ្សេងកូនប្រុសផ្សេងដូចថាកូនប្រុសយើងផ្ដល់សិទ្ធិសេរីភាពឲ្យគាត់ច្រើនជាងកូនប្រុសចឹងទៅតែការចិញ្ចឹមកូនបងស្រីហើយនិងប្រុសមានលក្ខណៈខុសគ្នាយ៉ាងណាដែរឬក៏បងចិញ្ចឹមពួកគាត់លក្ខណៈដូចថាឲ្យគាត់ដូចគ្នាអញ្ចឹងណាបង ចាអូនអត់ទេសម័យឥឡូវនេះទាំងស្រីទាំងប្រុសត្រូវប្រយ័ត្នដូចគ្នាសម័យដែលទំនើបសម័យតនសម័យជឿនលឿនបែបនេះក្មេងៗគាត់យល់ដឹងច្រើនពីមជ្ឈដ្ឋានខាងក្រៅអញ្ចឹងពេលខ្លះជួនកាលគាត់អត់ចេះប្រយ័ត្នខ្លួន ចា និយាយចំពីមុនគេថាស្រីកូនស្រីមានប្រុសតាមស្រឡាញ់ឥឡូវហ្នឹងកូនស្រីខ្លះទៅតាមស្រឡាញ់ប្រុសដែរអញ្ចឹងបងកូនបងរៀងស្អាតសង្ហាដែរអញ្ចឹងបងខាតិចហើយបងអត់បដ ாய் គេថាមានកូនកំមុំដូចមានប្រហុកមកពីងឯងអត់ទេមានកូនកន្លោះក៏ដូចគ្នាដែរ ខ្លាចគេតោ អូសុំមើលឆាតកូនឯងឆាតមួយណាគេកូនឯងតាក់តងមួយណាគេកូនត្រូវតែផ្ដល់សិទ្ធិនេះឲ្យយើងអត់អាចឲ្យគាត់គិតថាកូនអាយុ18ហើយឬក៏កូននៅសម័យនេះទៅសាលាកូនគេមានសិទ្ធិតំណែងតំណងអីចេះកូនណាកូនឯងផ្សេងគេផ្សេងចាយើងត្រូវបញ្យល់ដូចទីហោកូនបងកូនប្រុសគាត់រៀននៅបរទេសចានៅស្រុកគេអត់សូវគិតពីបញ្ហាហ្នឹងទេតែ18គឺគេហៅថា over 18ហ្នឹងគឺគាត់មានសេរីភាពហើយចាប៉ុន្តែបងបញ្យល់កូនថាអត់ទេកូនខ្មែរផ្សេងកូនចាបើសិនជាកូនចេញទៅសុខសប្បាយមកអត់ថាអីតែខ្លាចតែមានបញ្ហាព្រោះចេញទៅយើងបារម្ភពីសុវត្ថិភាពនឹងធំជាងគេហ្មងចាខ្លាចកូនចាញ់បោកគេខ្លាចមានបញ្ហាអ្វីដែលចៃដន្យដែលកូនយើងទឹមតែក្មេងសេចក្តីមិនទាន់ចេះដឹងអីអត់ដឹងថាហានិភ័យយ៉ាងម៉េចណាអញ្ចឹងក៏អត់ទាន់ចេះស្មានទេនឹងអាចមានអីបញ្ហាអីចឹងទៅអញ្ចឹងបានបងបារម្ភមិនឲ្យគាត់រហេតុរហូតទេទាំងកូនប្រុសទាំងកូនស្រីចាឥឡូវកូនស្រីជិត18ទៀតគឺកាន់តែប្រយ័ត្នហើយកូនប្រុសកាន់តែធំគឺកាន់តែប្រយ័ត្នចាបងហើយរាល់ថ្ងៃនិយាយទៅបងឲ្យកូនមានសេរីភាពតែម្យ៉ាងគឺនៅសាលាហើយនៅផ្ទះចំណែកសេពគប់មិត្តភ័ក្តិម៉ាក់សុំមើលពិនិត្យមើលឲ្យត្រឹមត្រូវព្រោះអូនត្រូវដឹងមនុស្សយើងសាលារៀនមុនគេគឺក្នុងផ្ទះបន្ទាប់មកសាលានៅខាងក្រៅសាលាទី3គឺមជ្ឈដ្ឋានសង្គមក្នុងសង្គមពេលដែលគាត់ចេញពីសាលារៀនទី1ទី2គាត់ចូលសាលារៀនទី3ហើយគឺហ្នឹងហើយមហាជនពេលហ្នឹងអាចនឹងឆ្លងគេហៅថាបើសេពគប់ល្អឆ្លងអ្វីដែលល្អមកចាហើយបើសេពគប់ប៉ះមិនល្អក៏ទៅតាមហ្នឹងអញ្ចឹងយើងបារម្ភអញ្ចឹងសម័យកាលយើងនេះវាសម័យកាលប្រព័ន្ធសសរអញ្ចឹងវាប្រព័ន្ធសសរហ្នឹងវាឆាប់ប៉ះពាល់ដល់គាត់ឆាប់ទទួលឥទ្ធិពលហ្នឹងហើយដូច្នេះហើយបានបងថារបៀបចិញ្ចឹមកូនអប់រំកូនរបស់បងគឺដូចគ្នាគ្រាន់ថាស្ត្រីកូនស្រីគាត់មានលក្ខណៈអាចកំបាំងបែបស្ត្រីអានឹងផ្សេងក្នុងការរស់នៅប៉ុន្តែអំពីអត្តចរិតក្រមសីលធម៌ទាំងពីរអ្នកគឺត្រូវតែមានទាំងពីរអប់រំដូចគ្នាយើងកូនយើងអាយុប៉ុណ្នេះអត់ត្រូវពោលពាក្យថាស្នេហាឲ្យកូនឬតិចបង្អាប់ចិត្តមានប្តីចិត្តមានប្រពន្ធណាអាហ្នឹងស្រឡាញ់កូនគេហ្មងបងអត់ដែលទលាប់ទេគ្រួសារបងតាំងពីអើយអញ្ចឹងកូនមួយគឺគាត់មានរបៀបអត់ឆ្វេងឆ្វាចអត់អីឲ្យខ្លាចយើងជាចាស់ទុំចាមិនមែនថាគ្រួសារខ្លះគាត់លេងសើចបែបមិញហ្នឹងថាវាស្រឡាញ់កូនអ្នកនេះអ្នកនោះអានឹងចិត្តមានប្តីឯចាធ្វើកូនភាសាអានឹងជាការខុសឆ្គងអត់ទេអានេះជាចំណូលចិត្តរបស់ពួកគាត់ធ្វើចាស់
ប៉ុន្តែដោយឡែកគ្រួសារខ្ញុំសុំធ្វើបែបផ្សេងបែបរបស់ខ្ញុំគឺខ្ញុំអត់ចូលចិត្តបង្អាប់កូនអារឿងហ្នឹងហ្មងព្រោះអីក្មេងអាយុ17 18និយាយទៅចាប់ពី14ទាំងក្មេងស្រីនិងក្មេងប្រុសចាប់ពី14ហ្នឹងគឺតែងតែគាត់មានការផ្លាស់ប្ដូរណាហ្សែនណាគឺថាពីជំទង់មកពេញវ័យហើយអញ្ចឹងអារម្មណ៍នៃការស្រឡាញ់ហ្នឹងគាត់ចាប់ផ្ដើមមានបើយើងចេះកំណត់ព្រំដែន limit ឲ្យគាត់ណាគាត់អត់ហ៊ានផ្ដេសផ្ដាសប៉ុន្តែបើយើងចេះបចើយើងចេះជំរុញជំរុលអាហ្នឹងគេហៅថាដូចនាំអាតអញ្ចឹងណាចានាំអាតអញ្ចឹងអ្នកដែលខុសគឺមនុស្សចាស់ហើយបើកូនទៅភ្លើន កូនទៅធ្វើអីដែលមិនសមរម្យអាហ្នឹងគឺខុសមកពីមនុស្សចាស់ហ្នឹងឯងចាបងចាមិនអាចយកហ្នឹងមកលេងសើចកើតទេចាបងត្រូវព្រោះអីខាន់បខំកូនឲ្យរៀនឥឡូវកូនរាល់ថ្ងៃហ្នឹងដែលខ្លាចបងហ្នឹងគឺខ្លាចតែ homework ហើយនៅធ្វើអីហ្នឹងកូនហ្នឹងហើយណែអត់មើលហ្គេមអីអត់មានទូរស័ព្ទអីមកសុំទូរស័ព្ទអាហ្នឹងខ្លាចហ្មងចាបាទថ្ងៃហ្នឹងមាន homework អត់ថ្ងៃណាគេអត់មានទេអត់មានក៏នេះដែរបញ្ញាមួយទឹកញ៉ាំបាយចូលគេចាពេលខ្លះអញនិយាយបានថាចេះគ្រួសារនីមួយគាត់មានច្បាប់ទម្លាប់រៀងខ្លួនអញ្ចឹងណាបងហើយច្បាប់ទម្លាប់ដែលដូចអញនិយាយបានថាយើងសុក្រិតជាមួយនឹងកូនក៏វាជាទម្លាប់ល្អក៏វាជាអញនិយាយបានថាជាច្បាប់គ្រួសារមានច្បាប់គឺចាគ្រួសារដែលមានច្បាប់គឺមិនមែនថាយើងតឹងរឹងចាមានវិន័យមានច្បាប់ចឹងគឺល្អសម្រាប់កូនមែនតើដោយសារតែមុននឹងគាត់ធ្វើអីគឺគាត់ប្រកាសជាអូរ៉ាបើសិនជាវងវែងអញនិយាយថាវងវែងភ្លើចឹងតាមគេមួយតែដល់ពេលនឹកឃើញនៅផ្ទះឬក៏យើងមានខ្លាចមានអីចឹងទៅចាអាចវិលមកវិញហើយអត់ហ៊ានទេប៉ុន្តែបើយើងបដ ாய் តាំងពីអើយហើយតែងតែនិយាយអាពាក្យហ្នឹងដដែលកូនគិតថាអូអត់អីផងមកគាត់និយាយចឹងធម្មតាចឹងគាត់ធ្លាប់និយាយចឹងដែរចាគាត់នឹងយល់ខុសអញ្ចឹងយើងប្រយ័ត្នព្រោះអ្វីក៏ដោយក្មេងដូចกระดาษសស្អាតប្រឡាក់ពណ៌អីគឺដោយសារមនុស្សចាស់ទេចឹងបានរាល់ថ្ងៃយើងត្រូវឲ្យវិន័យខ្លួនឯងមុននឹងបដៅកូនចាបងបងខ្ញុំសុំសួរមួយទៀតដោយសារតែមានពាក្យមួយដូចគេនិយាយថាកាត់ស្លាប់កូនបានហើយចេះកូនត្រូវហោះទៅបានឆ្ងាយហើយប៉ុន្តែដោយសារតែការរបៀបដូចថាព្រឹត្តព្រៀងឬក៏អញនិយាយមិនថាខាត់ខាំងអីចឹងធ្វើឲ្យរបៀបដូចថាគាត់អត់អាចខកអនាគតឬក៏អត់អាចធ្វើអីដែលគាត់ចង់ធ្វើចឹងហើយគាត់ប្រើពាក្យហ្នឹងជាពាក្យថាតាមពិតត្រូវហោះបានឆ្ងាយប៉ុន្តែដោយសារគាត់កាត់ស្លាប់តើបងអាចបកស្រាយនៅពាក្យហ្នឹងបានទេបងក្នុងនាមបងគឺជាឪពុកម្ដាយមួយរូបពាក្យថាកាត់ស្លាប់ហ្នឹងបងយល់ឃើញយ៉ាងណាដែរបងមិនដឹងថាអ្នកដែលគាត់ប្រើពាក្យហ្នឹងគាត់ស្ថិតនៅក្នុងគ្រួសារប្រភេទណាលក្ខណៈណាទេអញ្ចឹងអត្តន័យវាទៅតាមគ្រួសារនីមួយវាទៅតាមលក្ខណៈរបស់ក្រុមគ្រួសារគាត់អញ្ចឹងបងអត់អាចនិយាយសរុបន័យគ្រាន់ថាសម្រាប់បងពាក្យថាកាត់ស្លាប់ឧបមាថាបងឯណាកុំយកទៅដាក់ក្នុងខ្លួនអ្នកណាទាំងអស់សម្រាប់បងពាក្យកាត់ស្លាប់នេះមិនមានចំពោះបងទេពីព្រោះគ្រប់កូនទាំងអស់គឺចង់តែឲ្យកូនហោះខ្ពស់ជាងខ្ញុំផងខ្ពស់ជាងម្ដាយឪពុកផងអញ្ចឹងបើអ្វីដែលជាការរៀបចំជាគម្រោងជា plan របស់យើងហើយវាទើសដល់ចិត្តគាត់ដូចថាគាត់អត់ចង់ទេគាត់អត់ចង់ទៅធ្វើអាហ្នឹងទេតែម៉ាក់គាត់ឲ្យធ្វើនោះមិនមែនជាការបិទសិទ្ធជាការបង្ខំឬក៏ជាការគេហៅថាកាត់ស្លាប់របស់គ្នាទេនោះគឺជាការបង្រៀនឲ្យដើរបង្រៀនឲ្យហោះអញ្ចឹងក្នុងនាមយើងជាមនុស្សចាស់យើងដើរមកច្រើនចំនួនហើយបញ្យល់គាត់វិញកូនធ្វើអញ្ចឹងកូនមានជោគជ័យកូនធ្វើអានេះអត់មានលទ្ធផលល្អទេអញ្ចឹងបើកូននឹងគិតថាតែពួកម៉ាក់ខ្ញុំគាត់ថាបើធ្វើអានឹងទៅនឹងអាចរីកចម្រើនចេះអញ្ចឹងបើម៉ាក់អត់ឲ្យធ្វើមានន័យម៉ាក់កំពុងតែបំបិទសិទ្ធបំបិទអនាគតវាដូចជាកាត់ស្លាប់អញ្ចឹងណាចាខ្ញុំមិនឲ្យមានកូននឹងយល់ច្រឡំដាច់ខាតហ្មងខ្ញុំនឹងបញ្យល់កូនថាអូខេឥឡូវស្អីគេដែលកូនឯងនិយាយថាវាជាការបិទឱកាសដូចជាកាត់ស្លាប់នឹងបើគាត់និយាយមកស្ដាប់ទៅ
សំហេតុសំផលប៉ុន្តែវាមិនត្រូវនឹងបរិបត្តិគ្រួសារយើងក៏ខ្ញុំអត់ព្រមដែរពីព្រោះអ្វីក៏ដោយសិនមានហេតុផលរបស់គេ ចាចា អ្នកបង្កើតពាក្យថាកាត់ស្លាប់ហ្នឹងក៏គាត់មានហេតុផលរបស់គាត់មិនដឹងថាគាត់បញ្ហាអីនៅក្នុងគ្រួសារគាត់ចង់ធ្វើអីមួយ ជួបបញ្ហាអីគេ ចាមានបញ្ហាអីទេអញ្ចឹងมันអាចយកពាក្យហ្នឹងមកប្រើនៅក្នុងគ្រួសារយើងទេណាអត់បានដាច់ខាតហ្មងប្រាប់កូនយើងត្រូវមានគោលការណ៍ខ្លួនយើងមានគោលការណ៍ក្នុងគ្រួសារយើងអីគេឥឡូវកូនចូលចិត្តអីរាល់ថ្ងៃណាកូនចូលចិត្តសិល្បៈឬក៏កូនចូលចិត្តធ្វើជាខាងគ្រប់គ្រងដឹកនាំការងារអ្វីមួយកូនធ្វើទៅតាមនឹងទៅចាប៉ុន្តែត្រូវមើលឧបនិស្ស័យរបស់យើងដែរណាចាបើសិនឧបនិស្ស័យគាត់ឥឡូវរាល់ថ្ងៃគាត់សិល្បៈពេញខ្លួនហ្មងអញ្ចឹងអ្វីដែលគាត់ត្រូវធ្វើបន្តគឺការបង្កើនសមត្ថភាពគាត់នឹងឲ្យកាន់តែច្រើនស្របទៅតាមទេពកោសល្យដែលគាត់មានហ្នឹងគឺជោគជ័យហើយកុំធ្វើអ្វីដែលប្រជ្រះតែធ្វើប្រជ្រះទោះខំយ៉ាងណាក៏វាអត់ទៅមុខដែរដោយអ្នកខ្លះគាត់ចង់ចេះគាត់ស្រឡាញ់ចម្រៀងក៏ប៉ុន្តែគាត់អត់មានទេពកោសល្យគេហៅថាដុងណាអត់មានចាអញ្ចឹងគាត់ខំធ្វើយ៉ាងណាក៏អត់ជោគជ័យដែរបាទទុយទៅវិញបើគាត់ជាអីគាត់រូបរាងស្អាតអូណែឯងទៅធ្វើជាតារាភាពយន្តឬដើរម៉ូដដើរអីណាដល់ថាវាសិល្បៈដូចគ្នាហ្នឹងគាត់ជោគជ័យហ្មងចាប៉ុន្តែបើគាត់ថាអត់ទេខ្ញុំចង់ធ្វើអ្នកចម្រៀងធ្វើអីមិនបើសំឡេងវាមិនមែនជាការហាត់រៀនបានទេណាហ្នឹងហើយអញ្ចឹងណាចាអាហ្នឹងអញ្ចឹងបានត្រឡប់មកវិញថាពាក្យថាកាត់ស្លាប់នេះកុំឲ្យចេះតែប្រើអីជួនកាលការដែលគាត់ហាមឃាត់មានន័យថាអានទៅមុខនឹងវាគ្រោះថ្នាក់ទេវាអត់អាចមានលទ្ធផលល្អទេអញ្ចឹងកុំធ្វើហើយមួយទៀតគឺបង្រៀនកូនឲ្យស្គាល់ពីខ្លួនឯងឲ្យបានច្រើនកាលណាយើងស្គាល់ពីខ្លួនឯងយើងដឹងសមត្ថភាពខ្លួនឯងយើងធ្វើអត់ខុសទេចាដាក់ទៅដឹងតែត្រូវហើយដូចអូនឯងទៅច្រៀងអញ្ចឹងបត់ហ្នឹងដឹងតែត្រូវសម្លេងខ្ញុំហ៎បាទហ្នឹងហើយខ្ញុំច្រៀងដឹងល្បីហ្មងណាមិនស្គាល់អានគុណកូឡាចាបុរសសង្ហាដោយសារប្រជួយលើមាត់នេះហ្នឹងហើយអញ្ចឹងនេះហើយគេហៅថាធ្វើការតាមជំនាញកុំគិតថាគេហាមនឹងគឺសេដ្ឋកិច្ចបិទបាំងសេរីភាពបិទបាំងអីគេឱកាសឬក៏កាត់ស្លាប់កាត់ដៃកាត់ជើងលើកលែងតែអ្នកនឹងមានគំនិតខូចឃើញគេលូតលាស់ឃើញគេមានសមត្ថភាពអាចធ្វើបាននៅធ្វើបានសោះប៉ុន្តែបិទបាំងគេរារាំងគេទៅហាមឃាត់គេមិនឲ្យគេធ្វើដោយយកមូលហេតុថាអូទុកឲ្យគេអ្នកថ្មីធ្វើទៅយើងនឹងទៅរកអីផ្សេងទៅធ្វើអីផ្សេងណាអត់ទៅលក់ដូរអីទៅឈប់ឧទាហរណ៍ណាចាឈប់ទៅដើរតួអីកុនតួអីទៅចាស់ហើយទៅវត្តទៅវាអីចឹងមិនត្រូវគ្នាកើតមកជាអ្នកសិល្បៈជាអ្នកសម្ដែងទោះបីជាគ្នាអាយុចាស់ឲ្យគាត់ដើរតួចាស់ទៅហ្នឹងមនុស្សមិនមែនមានតែក្មេងទេណាមិនអញ្ចឹងចាក្នុងរឿងមួយសូម្បីអ្នកពិការក៏គេមិនរើសអើងផងចុះទម្រាំមនុស្សមានដៃជើងកាយសម្បទានៅល្អហើយគាត់មានសមត្ថភាពបើគាត់អស់សមត្ថភាពក៏ទុកគាត់ជាគ្រូដែរមិនអញ្ចឹងទេចាអូខេអញ្ចឹងយើងនិយាយប៉ុណ្ណឹងបងសុំមិនបកស្រាយរឿងកាត់ស្លាប់កាត់ដៃជើងអីទេដោយសារស្ថានភាពគ្រួសារមិនដូចគ្នាចាមិនដឹងថាគាត់ជួបហេតុការណ៍អីទេនេះខ្ញុំសុំនិយាយនៃមួយដែលថាជារួមទេតែប៉ុណ្ណឹងចាបងសួរបងនេះមិនមែនចង់បានន័យអីទេដោយសារតែរបៀបដូចថាក្មេងៗឥឡូវពេលខ្លះគាត់គិតអត់ដល់បងហើយម៉ាក់ប៉ាគាត់ពេលខ្លះមិនមែនមានបំណងដូចបងនិយាយចឹងទៅតាមប្រភេទគ្រួសារនីមួយៗថានៅក្នុងស្ថានភាពហ្នឹងគាត់ជួបអីគេខ្លះតែគ្រាន់ថាពេលខ្លះបើសិនជាគាត់យល់ខុសនៅពេលដែលគាត់បានឃើញពីការបកស្រាយនៅក្នុងនាមបងគឺជាម្ដាយម្នាក់ដែលស្រឡាញ់កូនខ្លាំងដែលព្យាយាមលះបង់អ្វីៗគ្រប់យ៉ាងដើម្បីកូននៅពេលដែលគាត់ស្ដាប់ទៅពេលខ្លះស្តៀងប្រហែលទៅនឹងម៉ាក់ប៉ាឬក៏គ្រួសារគាត់អីចឹងក៏គាត់អាចយកមកគិតឡើងវិញដែរនេះគឺពិតជាមានន័យមែនតើបងដូចថាពាក្យដែលបងបកស្រាយបើន័យថាពេលខ្លះត្រូវដែរបងទៅតាមស្ថានភាពរបស់គ្រួសារនីមួយៗដូចគេនិយាយថាចង្គៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះចដោផ្ទះអ្នកណាតម្រូវតសផ្ទះអ្នកនោះហើយឧបមាផ្ទះអូនកម្ពស់3ជាន់អូនឯងទៅដាក់ចដោតែ3កាំឡើងដល់ដែរបាទហ្នឹងហើយវាជារឿងជីវិតរបស់មនុស្សម្នាក់មិនអាចយកគ្រួសារគេហៅថារបៀបរបបគ្រួសារអ្នកនោះមកអនុវត្តក្នុងផ្ទះយើងទេចាបងចាអញ្ចឹង
ការដែលយកទស្សនៈតែមកទូចមកជ្រុងមួយយកទៅឲ្យគេរាប់លានអ្នកអនុវត្តខុសបាត់ហើយអញ្ចឹងបានពេលដែលខ្ញុំឆ្លើយសំណួរខ្ញុំអត់ដែលឆ្លើយទូទៅទេគឺខ្ញុំសុំនិយាយ personal របស់ខ្ញុំ ចា ជាខ្ញុំបើជាខ្ញុំគឺខ្ញុំអញ្ចឹង ចាបងចុះបងកូឡាវិញដូចជាបងមានកូនប្រុស2នាក់មានកម្រងថានឹងមានកូនស្រីមួយទៀតទេបង ចង់ណាស់ ឥឡូវ ចង់ ឥឡូវចង់ ខ្យល់ហើយមែន ចង់មែនអី តែវាមិនតាន់ហ៊ានខ្លាចមកអាដោះកុយទៀតតែចឹង អត់ទេប្រុសក៏ដោយស្រីក៏ដោយជាកូនរបស់យើងជាពិសេសជួនកាលនិស័យល្អនឹងកូនប្រុសហ្នឹងបានជាយើងមានតែកូនប្រុស ខ្ញុំនិយាយចឹងដែរហ្នឹងពីអត់តាន់មានអាទី2ហ្នឹង គង់តែមានកូនប្រសាទេ កូនយើងប៉ុន្តែវាខកចិត្តបន្តិចយើងចង់បានស្រីមកព្រោះមួយស្រីមួយមកបញ្ចប់រឿង ចា ឥឡូវយើង មានកម្រងបន្ត ដល់ពេល ទៀត តែអញ្ចឹងយើងមិនត្រូវមានវគ្គបន្ត អាចមាន នៅក្មេងមានឱកាសច្រើនណាកុំ ចាំបង តន់អស់សង្ឃឹម បើសិនជាមកជាប្រុសទៀតមានកម្រងថានឹងតាមទេបង អាហ្នឹងមានវគ្គបន្តទៀតដែរ អឺ តែបន្តទៀតអញ្ចឹងបាន បើ ស្ សិ រី នខ្ញុំជាកូឡាបានប្រុស3ហើយខ្ញុំបន្តឲ្យបានធីមទាត់បាល់មកធីមរបស់ អូយ12នាក់ច្រើនណាស់ណាបង ពី10នាក់មានអីច្រើន យើងអត់ប្រហែលយើងចាំតែផលិតទេប៉ុនរោងចក្រគេបិទ គេបិទរោងចក្រចប់ហើយ និយាយលេងទេតាមពិតណាទៅដល់ថ្នាក់ហ្នឹងលោកឯងប៉ុន្តែគ្រាន់តែចេះកូនក៏ប្រុសក៏កូនស្រីក៏កូន បាទ សំខាន់ការអ និ ប់ យាយ រំ ទៅ ណា សម្រាប់ខ្ញុំស្រឡាញ់ដូចគ្នាព្រោះថាគ្រាន់ថាយើងចង់បានបើខ្ជូតមួយទៀតទៅវាល្អដែរ រៀបចងទីតុយពាក់រោពាក់អីហ្នឹងទៅឈឺអញ្ចឹងទៅចា និយាយពីចង់ទីតុយកាលបងមានកូនប្រុសដំបងណាស្រឡាញ់កូនប្រុសដំបងអូយបានហើយយល់សពឃើញប៉ាបងមកយល់សពឃើញប៉ាមកដល់ទៅពេលទៅឆ្លោះអេកូប្រុសមែនចាដល់ពេលកូនស្រីយល់សពឃើញម៉ាក់មកចាខ្ញុំភ្ញាក់ផ្អើល Amazing មែនទេ បងគិតថាមានអារម្មណ៍គិតថា ខ្ញុំអត់ជឿណាដំបងណាខ្ញុំគិតថាខាញ់លោយើងសម័យឃើញម៉ាក់ស្រឡាញ់ម៉ាក់អីចឹងគិតច្រើន តែខ្ញុំផ្សងមួយបើសិនជាខ្ញុំទៅមើលអេកូឃើញថាស្រីខ្ញុំជឿហ្មង នេះដូច ថ្ងៃហ្នឹងម្ដាយខ្ញុំហ្នឹងដូចគ្នាណាស់លោក បាទ ចា ចរិតហើយបើកូនប្រុសវិញស្លូតដូចឪពុកខ្ញុំចឹងកូនស្រីដូចម៉ាក់ខ្ញុំហើយឆ្លាតចា អាច ពីរនាក់ហ្នឹងចេះភ្លេងចេះអីតាំងពីទូចហ្មង អូ ចាំយើងអត់មានចាប់ដៃបង្រៀន ស្រ ទេ ឡាញ់ភ្លេងតាំងពី ចា ទូបាទ អត់មានចាប់ដៃកូនធ្វើចេះគឺទៅទាញមកខ្លួនឯង ចា អីវ៉ាន់ភ្លេងក្នុងផ្ទះគឺថារៀបមិនឈ្នះចឹងហ្មងលើកយកមកដាក់លេងដំពេញតែនឹងចឹងដបងយើង បាទ យើងមើលកូនដែរថាកូននឹងសង្ស័យភ្លេងដល់ពេលយកទៅសាលារៀនភ្លេងយំម៉ាក់កូនចង់រៀនកូនចង់រៀនទាំងពីរទាំងបីអញ្ចឹងដាក់ឲ្យរៀនទៅចា មានតែកូនក្មេងយំទៀងមកផ្ទះដល់ពេលកូនបោះបងដែលបង ពី វិញ នេះ ជុំ នេះអត់ទេដូចប្រឡែងត្រីក្នុងទឹកចឹងប្រុយអត់តែងាកមើលយើងហ្មងថារតនាបាយបាទចឹងបាទសុបាយហ្មង ចាគេចូលចិត្តគេ ចូលចិត្តសាលាហ្នឹងហើយ បងអញ្ចឹងនៅក្នុងនាមខ្ញុំសុំឲ្យបង2នាក់ដូចថានិយាយម្នាក់ម្ដងណាបងនៅក្នុងនាមបងជាម្ដាយ អត់ទេខ្ញុំសុំនិយាយស្មើគ្នាទាំងពីរសិតកំណត់ទៅ ខ្ញុំអត់សូវមានបទពិសោធន៍ ចាបទពិសោធន៍ និយាយទៅមានច្រើន នៅក្នុងនាមបងជាម្ដាយមួយរូបតើបងមានពាក្យពេចន៍អីជាដំបូងមានទៅកាន់កូនទាំងអស់ ដូចដដែលពីព្រោះថាតែងតែនិយាយនៅក្នុងបទចម្រៀងផងនៅក្នុងកម្មវិធីសម្ដែងនានាដែលគាត់ដូចជាកម្មវិធីបនអ្នកទិវាអ្នកម្ដាយ ចា ទិវាសិទ្ធិនារីអីសិតតែនិយាយរៀបរាប់អំពីគុណសម្បត្តិរបស់ស្ត្រីនិងជាមេដាអញ្ចឹងអ្វីដែលខ្ញុំនិយាយកូនក្មួយទាំងអស់បានលឺហើយឥឡូវនិយាយទៀតក៏បានដែរសូមកូនទាំងអស់ស្រឡាញ់ម៉ាក់ឲ្យបានច្រើនពីព្រោះពាក្យថាម្ដាយគឺលះបង់គ្រប់យ៉ាងដំបូងឡើយខ្ញុំជាស្រីស្អាតនិយាយតែខ្ញុំហ្នឹងណា
ម្ដាយគ្រប់រូបក៏ដូចគ្នាដូចអូនអញ្ចឹងឥឡូវអូននៅម្នាក់ឯងអូនចូលចិត្តតុបតែងលាបសរសើរស្លៀកពាក់ស្អាតប៉ុន្តែនៅពេលដែលអូនចាប់ដើមទទួលដឹងថាមានបុត្រនៅក្នុងពោះក្នុងផ្ទៃពេលនោះគឺអូនបដូរ360ដឺក្រេពីស្រឡាញ់ខ្លួនឯងមកស្រឡាញ់កូនវិញអូដេកសម័យខ្ញុំនឹងទិញកៅអៅឲ្យកូនខ្ញុំស្លៀកអញ្ចេះខ្ញុំនឹងទិញកាតបខ្ញុំនឹងទិញសាប៊ូខ្ញុំទិញអីវ៉ាន់អី take care កូនខ្ញុំគេហៅថា baby care ហ្នឹងគឺសឹងឲ្យមកល្វែងហ្នឹងសិតរបស់កូនពេលគេថាកុំញ៉ាំហិលហើយប្រយ័ត្នកូនឈឺកូនអីអត់ធានទេអ្វីដែលចូលចិត្តហ្នឹងចូលចិត្តហិលក៏លែងញ៉ាំចូលចិត្តឆ្ងាញ់ក៏លែងហ៊ានដល់ពេលគាត់ប្រសូតមកទៀតអត់ល្ងយមើលថែទាំគាត់សម្ោចវាប៉ះមិនបានមូសអីអង្គុយបក់អង្គុយអីចឹងទៅប៉ះថ្ងៃណាដាច់ភ្លើងអង្គុយបក់ផ្លិតទើសភ្លឺអីជំនាន់មុនហ្នឹងណាចាហើយមួយទៀតការលះបង់របស់គាត់ឧបមាថាគាត់ជាអ្នកលក់ដូរដូចជាអាជីវករនៅតាមផ្សារគាត់សុខចិត្តគេហៅថាសំទោសណាកັບកេងចំណេញគេអានតិចហ្នឹងសួរតែយកទៅណាចិញ្ចឹមកូនអត់មានយកទៅណាទេសុខចិត្តបាបខ្លួនឯងចាប៉ុន្តែអានេះគេហៅថាតាមជំនាញអ្នកណាធ្វើអីហ្នឹងគឺធ្វើបានលុយមកតាមហ្នឹងទៅហ្នឹងហើយអ្នកខ្លះជាមុខរបរជាធ្វើអ្នកសត្វតាឃាតកាប់ជ្រូកកាប់គោហ្នឹងក៏សិតទៅជារបរដែលថាធ្វើចិញ្ចឹមកូនចិញ្ចឹមអីចឹងអញ្ចឹងការលះបង់របស់គាត់តាំងពីកមុំស្អាតរហូតដល់គាត់មានកូននឹងមួយទៅរយៈមុជទឹកក៏មិនបានមុជស្រួលវល់អាសក់នឹងក៏មិនបានចងត្រឹមត្រូវពេលខ្លះក្បួយយកទៅឲ្យទៅហើយកូនយំទៅតកងកូនមកខ្លាចកូននឹងយំឃ្លានខ្លាំងអីរឹងពោះឬក៏កូនឈឺពោះកូនត្រូវសាត់ខំអីមូសតិចអីចឹងទៅឃើញទេហើយដើរទៅណាលែងគិតរឿងខ្លួនឯងមកសៅក្រែមអីហើយដឹងធ្វើម៉េចសំអិតសំអាងតកូនជាក់ស្ដែងខ្ញុំនឹងហ្មងនិយាយពីទៅណាម្ដងមួយកូននឹងអីវ៉ាន់នឹងមិនមែនមកខ្ត្រក់ទេអាទៅដោះគោផ្សេងទៅអាប្រេងកាឡាថ្នាំអីសម្រាប់ការពារសុខភាពនឹងផ្សេងទៅអាខ្នើយអាមុងអាទៀសសម្រាប់រុញគាត់អីអូច្រើនជាងរបស់ជ្រៀងយើងទៅទៀតគឺថាដាក់កាយដាក់ចិត្តជាខ្ញុំបំរើរបស់គាត់ហ្មងអ្នកណាប៉ះមិនបានហើយកូនគេមានអីខ្ញុំមានហ្នឹងសុខចិត្តបើទៅស្រុកគេវិញទិញតែអីវ៉ាន់កូនបាទខោអាវស្បែកជើងដបទឹកដោះគោជំនាន់មុនអត់សូវសម្បូរទំនើបដល់ឥឡូវណាចាមានតែដបធម្មតាប្រើ2-3ដងអញ្ចឹងទៅស្អាប់បោះបងទេទិញមកពីក្រៅប្រទេស$149អញ្ចឹងថ្លាដូចកញ្ចក់តែវាជាជ័រដែលអាចធន់កម្ដៅបានមិនប៉ះពាល់សុខភាពហ្នឹងហើយបាទនិយាយទៅចាយលុយលើកូននឹងគឺខ្លាំងជាងខ្លួនឯងពីនៅកមុំពេលនៅលីវនៅម្នាក់ឯងស្បែកជើងមួយគូ$1000ហ៊ានទិញនៅពេលដែលមានកូនស្បែកជើងមួយតែ$2ទេទុកលុយនឹងទៅណាគឺទុកកូនរៀនទុកទិញអាហារឲ្យកូនបាទទុកសកួរខេងលោកូនឈឺស្កាត់ចាគឺអានឹងហើយដែលហៅថាព្រំវិហារធម៌ការស្រឡាញ់កូនដែលកូនខ្លះគាត់អត់ដឹងហើយគាត់អាចនឹងមើលរំលងណាហើយដែលមិនសូវមានអ្នកណាយកមកអង្គុយរៀបរាប់ចឹងទេច្រើនតែនិយាយគេឲ្យលក្ខណៈថាប្រូតូកូលនិយាយរៀបចំកូនចេះអញ្ចឹងជួនកាលអាការរៀបចំនិយាយដែលអត់មានអញ្ចឹងវាមិនសូវជា touching ចាអញ្ចឹងយើងនិយាយគឺសំដែងពីអារម្មណ៍ពិតហ្មងថាតើម្ដាយហ្នឹងគាត់លះបង់អីខ្លះនឹងមិនគិតពីសម័យចាស់ផងសម័យចាស់សម័យចំនួនលោកយាយនិងអ្នកម្ដាយបងកាលហ្នឹងមានកតបមានអីនេភីណាអត់មានទេណាអត់មានស្អីខោទឹកនោមអីទេអត់ទេមានកូនមួយហើយសរងហើយកណាត់អីយកមកធ្វើកតបឲ្យកូនពេលកូនជុះកូននោមដាក់លើខ្លួនលើអីអត់ហ៊ានមាត់អីមួយម៉ាត់ជួនកាលនិយាយអីអស់សំណោចចោះ3កូនអង្គុយមុខកូនប្រុសហ៎នោមបាញ់នោមដាក់ចានបាយក៏មានដែរគ្រាន់តែយកចានហ្នឹងដូរចេញអត់ខឹងកូនមួយម៉ាត់ទេនេះបើហូបបានអត់មានមេរោគអីហូបទៀតណាបាទចុះបើកូនជួនកាលហុចអីញ៉ាំខ្ជាក់គេខ្ជាក់
ចាក់ដាក់ដៃបងតញយដាក់សាច់ឲ្យកូនម្ដុំក្នុងមាត់ដល់ពេលអញ្ចឹងគេខ្ជាក់មកអញ្ចឹងដាក់ចូលមាត់ទៅដល់ធ្លាប់អញ្ចឹងថ្ងៃមួយអត់ដឹងតែកូនទៅពីសាច់នឹងតាំងពីកាលម៉ាក់អញ្ចឹងមិនកូនយកដៃទៅត្រង់មកដាក់ក្នុងមាត់ចំសាបទៅពីទៅអស់ជាតិអី អស់ជាតិក៏លេបចូលដែរឃើញទេនេះហើយក្តីស្រឡាញ់អត់ខ្ពើមអត់ល្អើមហើយបច្ចុកបាយជំនាន់ចាស់ចាស់ដែរលឺហ៎បច្ចុកបាយទៅពីក្នុងមាត់ទៅបច្ចុកអាហ្នឹងអាមូដូចចាបហ្នឹង អាហ្នឹងបងមូបងដែរហ៊ានដាក់ក្នុងមាត់ហើយបច្ចុកទេព្រោះអាហ្នឹងពាក់ព័ន្ធនឹងសុខភាពអនាម័យចាគឺយើងអត់ទៅពីហើយបច្ចុកទេគឺយកមកពូតដុំអូចូលចិត្តណាស់ម៉ាក់ធ្វើពងអាឡុកឲ្យកូនមកហើយបើញ៉ាំមួយសាច់ឬក៏ត្រីងៀតអីចឹងយើងដាក់សាច់ហ្នឹងក្នុងហ្នឹងឲ្យពូតទូចចឹងអូគេប្លែងគ្នាចាហ្នឹងគឺជាការផ្ដល់ការស្រឡាញ់ដោយមិនមានអ្វីគេហៅថាមិនធំដុំទេប៉ុន្តែអត់ដែនកំណត់តម្លៃមាន meaningful ហ្មងបាទចាចឹងមកមានពាក្យពេចន៍អីផ្ដាំផ្ញើទៅដល់កូនដែលគាត់តែងតែពេលខ្លះមានអារម្មណ៍ថាអូម៉ាក់ប៉ាអត់ស្រឡាញ់ឬក៏មានអារម្មណ៍ថាពិបាកចិត្តថាម៉ាក់ស្រឡាញ់កូនអត់ស្មើគ្នាអញ្ចឹងតែបងមានដូចថាកុំឲ្យគាត់គិតអញ្ចឹងអីម៉ាក់បងបានប្រាប់គាត់ហើយថាកូនកុំគិតថាម៉ាក់អត់ស្រឡាញ់កូនស្មើគ្នាឯសោះកូនគិតមើលយើងដើរពីនោះមកដល់នេះតើយើងដើរប៉ុន្មានអ្នកបើនិយាយពីកូនម្ដាយកូនបង្កើតគឺយើង3នាក់ម៉ាក់កូនឯងទាំងពីរចាអញ្ចឹងបើនិយាយថាម៉ាក់ស្រឡាញ់កូនប្រុសជាងស្រឡាញ់កូនស្រីជាងគឺខុសបាត់អញ្ចឹងកុំឲ្យគាត់មានអារម្មណ៍ហ្នឹងតែអត់ទេកូនបងក៏អត់ដែលមានអារម្មណ៍ហ្នឹងទេដោយសារអីយើងបង្រៀនពីក្មេងមកហ្មងណាពីដែលគាត់ចេះស្ដាប់ណាបង្រៀនហ្មងតាមរយៈទង្វើសន្យាអីធ្វើហ្នឹងបងណាចាទិញអីឲ្យឧបមាថាកូនប្រុសគាត់ត្រូវការជាងកូនស្រីអត់ទាន់បានបងប្រាប់ហេតុផលទិញឲ្យបងសិនណាកូនណាយើងអត់សូវមានលុយទេកូនដឹងណាចាពេលឲ្យកូនក្មេងអូនឯងចំណាំមើលឲ្យតែដើរកាត់ផ្សារឃើញរបស់អីថយលេងអីហ្នឹងមិនយំទេកូនបងក៏ដូចគ្នាដែរប៉ុន្តែម្ដងបងប្រាប់នៅផ្សារនៅអូស្ត្រាលីទៀតណាដើរម៉ាកូនចង់បានអត់ទេកូនកុំទិញអូយំបោកខ្លួនថានោះកូនធ្វើចឹងម៉ាក់ជប់ស្រឡាញ់ហើយស្ទុះមកអោបយើងអត់ទេម៉ាក់កុំជប់ស្រឡាញ់កូនជប់ហើយដល់ទៅពេលហើយខ្ញុំបញ្យល់កូនត្រូវដឹងថារបស់អស់ហ្នឹងកូនឯងលេងបានតែមួយផ្លែតទេតែបើទុកញ៉ាំបានច្រើនហើយកូនឯងមានសុខភាពល្អថ្ងៃក្រោយបើចង់បានកូនឯងត្រូវខំធ្វើអីឲ្យល្អទៅម៉ាក់ទិញឲ្យនៅថ្ងៃពិសេសអញ្ចឹងចាំ birthday កូនមែនbirthday បងឲ្យមែនអញ្ចឹងអាពាក្យសន្យារបស់យើងប្រាប់គាត់ចាំហើយបើយើងធ្វើបានទៀតនឹងគាត់គោរពយើងចាគាត់ក៏គោរពគាត់ក៏មានវិន័យខ្លួនឯងដែរដល់កូនស្រីមកធំរៀងដឹងក្តីអញ្ចឹងចង់បានដែរអញ្ចឹងទៅកូនប្រុសថាម៉ាក់ទិញឲ្យតាអូនអូនឯងអត់ទិញណាកូនឯងប្រុសអានេះរបស់ស្រីតាកូនចាំមានពេលបងនិយាយចឹងប្រយោលអាពាក្យអស់ហ្នឹងគឺជាមេរៀនដោយប្រយោលអូនមិនចាំបាច់ទៅប្រាប់កូនឯងត្រូវអញ្ចឹងអត់ទេក្មេងអត់មិនមែនជាមនុស្សពេញវ័យអត់ទាន់ត្រង់ត្រាប់បានតែយើងនិយាយជាក់ស្ដែងហើយនិយាយជាប្រយោលហ្មងកូនឯងប្រុសទៅលេងអីអញ្ចឹងអត់ត្រូវហើយលើកក្រោយប្រាប់ហ្មងគេប្រាប់គ្នាគេគេចង់បានអូនឯងកុំអាលចង់បានណាយើងអត់សូវមានលុយនិយាយមកគេចានិយាយមកគេទៀតចាអរគុណបងអត់សូវមានលុយទេចេះណាហើយដល់កូនស្រីបងឯងនឹងចង់បានអីបងឯងប្រុសសោះអរគុណមួយយ៉ាងចាចុះបងកូឡាវិញនៅក្នុងនាមបងគឺជាឪពុកម្នាក់តើបងមានពាក្យពេចន៍អីផ្ដាំផ្ញើទៅកូនទាំងអស់គ្នាសម្រាប់ខ្ញុំកាត់ខ្លីៗបាទចាគឺឪពុកម្ដាយគ្មានឪពុកម្ដាយណាដែលមិនស្រឡាញ់កូនទេហើយការស្រឡាញ់កូនគឺខ្ញុំគិតថាសិតតែស្មើគ្នាទាំងអស់ព្រោះកូនកើតចេញពីយើងទៅជាអ្នកបង្កើតបាទអញ្ចឹងគាត់ស្រឡាញ់គ្រាន់ថាពេលខ្លះពេលដែលយើងពេញវ័យកូនពេលដែលគាត់អាយុចាប់ពី5 10 6 10គាត់ពេញជាទងអញ្ចឹងគាត់មានមិត្តភ័ក្តិដើរលេងដល់អីអញ្ចឹង
ឪពុកម្ដាយតែតែរៀងហុងហែងខ្លាំងហើយអញ្ចឹងគាត់ទៅណាក៏ដោយក៏គាត់ត្រូវតែផ្ដល់តំណែងឬក៏ឪពុកម្ដាយបិទសិទ្ធមិនឲ្យដើរលេងច្រើនអីអីចឹងទៅគាត់ខ្លាចសង្គមអូសទាញកូនគាត់ឲ្យខូចអីចឹងទៅប៉ុន្តែកូនគាត់អត់ដឹងគាត់គិតថាប៉ាម៉ាក់បិទសិទ្ធអីអីអត់ស្រឡាញ់កូនទេជួនកាលឪពុកម្ដាយស្ដីបន្ទោសអីខឹងគាត់អញ្ចឹងចង់ប្រាប់កូនទាំងអស់គ្នាជាពិសេសបងប្អូនមិត្តគេថាទើបតែពេញវ័យបាទចតុងបាទកុំគិតអញ្ចឹងបាទឪពុកម្ដាយស្រឡាញ់កូនស្មើគ្នាទាំងអស់គាត់ស្ដីឲ្យគាត់ថាឲ្យសិតតែចង់ឲ្យយើងល្អចង់ឲ្យយើងមានអនាគតបាទចាអរគុណបងអរគុណអ្នកបងអរគុណបងកូឡាដូចគ្នាឃើញថាមួយនេះគឺបងបកស្រាយមកក្បោះក្បាយខ្លាំងមែនតើហើយអញនិយាយបានថាពីជីវិតផ្ទាល់ខ្លួនផងពីទឹកចិត្តម្ដាយទឹកចិត្តឪពុកដែលមានទៅលើកូននិយាយទៅអញនិយាយបានថាទឹកចិត្តដ៏ធំធេងមែនតើចាអញ្ចឹងខ្ញុំសូមបញ្ចប់ប្រធានបទធំនេះហើយបន្ទាប់មកខ្ញុំសូមឲ្យបងបកស្រាយនៅបទចម្រៀងបន្តទៀតអូខេអូនចាអូខេមុននឹងចូលទៅដល់បទចម្រៀងបន្តក៏សូមអរគុណទៅដល់ Gansberg Gansberg Snow គឺជាស្រាជាងគេកលិចជាងគេលោជាងគេអាកូលត្រឹមតែ 3.9 Gansberg Snow cool like that ចឹងយើងទៅស្ដាប់បទបន្ទាប់ទាំងអស់គ្នារាត្រីនេះសែនមានន័យប្រថ្លៃក្រសោបកាចិត្តអូនសប្បាយក្រោមពុនរីច័ន្ទបងខ្សិចប្រាប់អូនថាបងស្នេហ៍អូននៅចាំច្បាស់នៅក្នុងចិត្តអូនចាំពីពេញលងពេញដោយទឹកដមស្នេហាដួងច័ន្ទភ្លឺចាំងឆ្លងភ័ព្វបងស្រពេញដោយស្នេហ៍ក្នុងលោកនេះមានតែបងទេផ្ដល់ចិត្តមេត្តាបោផាក្រៀមស្វិនស្រពងបានបងយកមកថែរក្សាធ្វើឲ្យកាលអូនមានជីវិតស្រងភ្លឺផផសូមឲ្យរាត្រីផ្កាស្នេហ៍ក្រំដួងខែនៅតែមានន័យរឿងស្មីភ្លឺថ្លាសូមសំដីដែលបងធ្លាប់សន្យាបានរក្សាក្នុងដួងចិត្តបងអូនក៏ថាចិត្តថាទាំងកាយមិនអស់នរណារំខានប៉ុនប៉ងចិត្តស្រឡាញ់មានតែសម្រាប់បងដើម្បីតបស្នងចិត្តដែលបងប្រណីច័ន្ទភ្លឺចាំងឆ្លងភ័ព្វបងស្រពេញដោយស្នេហ៍ក្នុងលោកនេះមានតែបងទេផ្ដល់ចិត្តមេត្តាបោផាក្រៀមស្វិនស្រពងបានបងយកមកថែរក្សាធ្វើឲ្យផ្កាអូនមានជីវិតស្រងភ្លឺផផសូមឲ្យរាត្រីផ្កាស្នេហ៍ក្រំដួងខែនៅតែមានន័យរឿងស្មីភ្លឺថ្លាសូមសំដីដែលបងធ្លាប់សន្យាបានរក្សាក្នុងដួងចិត្តបងអូនក៏ថាចិត្តថាទាំងកាយមិនឲ្យនរណារំខានប៉ុនប៉ងចិត្តស្រឡាញ់មានតែសម្រាប់បងដើម្បី
ស្នោចិនដែលបងប្រណីសូមរៀបត្រីផ្កាស្នេហ៍មានតែយើងពីរនាក់ទេបងកុំផ្លាស់ប្ដូរអ្នកថ្មីនោះលោឲ្យផផង់ជារៀងរហូតសូមឲ្យរៀបត្រីផ្កាស្នេហ៍ក្រោមដួងខែនៅតែមានន័យរៀងស្មីភ្លឺថ្លាសូមសុំដីដែលបងក្លូបសន្យាបានរក្សាក្នុងដួងចិត្តបងអូនក៏ថែចិត្តថែទាំងកាយាមិនឲ្យនរណារំខានប៉ុនប៉ចិត្តស្រឡាញ់មានតែសម្រាប់បងដើម្បីតបស្នងចិនដែលបងប្រណី បងស្អប់ខ្លួនឯងពេលដែលធ្វើបាបអូនបងស្អប់ខ្លួនឯងប្រើពាក្យបែកក៏ដឹងច្បាំងថាអូនស្មោះហេតុអ្វីល្ងងខ្លៅបងស្នេហ៍ពើខ្លាំងណាស់អូនអង្គុយផឹកស្រាគិតថាឃ្លាតចិត្តនឹកអារម្មណ៍រត់ភ្លឹកកាន់នឹកអូនលើដើមលើកទូរស័ព្ទខលរកស្រីចង់ណាត់ជួបអូនចិត្តទ្រូមិនមែនអូនបែរជាអ្នកផ្សេងលើអូនខឹងកុំយកគេមកបាញ់ឈឺបងដឹងទេស្នេហ៍ស្នងថាចិត្តបងឈឺប៉ុណ្ណាបងដឹងច្បាស់ថាមិនស្ងួនពួនយំចិត្តមុំខ្ទេចខ្ទាំឈឺផ្សាបងដឹងច្បាស់ថាអូនពិតត្រីការរូបបងខ្លាំងណាស់អូនខឹងស្អប់បងព្រោះតែអូនស្រឡាញ់បងខ្លាំងបងខកបងដឹងព្រោះបងដឹងអូនអភ័យតែបងពិតជាឈឺចាប់ហួថ្លែងពេលឮសំលេងព្រមផ្សេងស្រវឹងត្រូវស្វាងដឹងទេកល្យានបងឈឺប៉ុណ្ណាមកចាស្នេបងខកបងដឹងបងខឹងអាងពីបែកបងជ្រុលហួហែងឲ្យស្រីយំបងដឹងខកសុំទោសស្រីពីស្អីចិត្តរឹងឬមិនតន់បាត់ខឹងបងទេអង្គុយផឹកស្រាគិតថាឃ្លាតចិត្តនឹកអារម្មណ៍រត់ភ្លឹកកាន់នឹកអូនលើដើមលើកទូរស័ព្ទខលរកស្រីចង់ណាត់ជួបអូនចិត្តទ្រូមិនមែនអូនបែរជាអ្នកផ្សេងលើអូនខឹងកុំយកគេមកបាញ់ឈឺបងដឹងទេស្នេហ៍ស្នងថាចិត្តបងឈឺប៉ុណ្ណាបងដឹងច្បាស់ថាមានស្ងួនពួនយំចិត្តមុំខ្ទេចខ្ទាំឈឺផ្សាបងដឹងច្បាស់ថាអូនពិតត្រីការរូបបងខ្លាំងណាស់អូនខឹងស្អប់បងព្រោះតែអូនស្រឡាញ់បងខ្លាំងបងខកបងដឹងព្រោះបងដឹងអូនអភ័យតែបងពិតជាឈឺចាប់ហួថ្លែងពេលឮសំលេងព្រមផ្សេងស្រវឹងត្រូវស្វាងដឹងទេកល្យានបងឈឺប៉ុណ្ណាមកចាស្នេហ៍អូនខឹងកុំយកគេមកបាញ់ឈឺបង
ងដឹងទេស្នេហ៍ស្នងថាចិត្តបងឈឺប៉ុណ្ណាបងដឹងច្បាស់ថាមានស្ងួនពួនយំចិត្តមុំខ្ទេចខ្ទមឈឺផ្សាបងដឹងច្បាស់ថាអូនពិតត្រូវការរូបបងខ្លាំងណាស់អូនខឹងស្អប់បងព្រោះតែអូនស្រឡាញ់បងខ្លាំងបងខុសបងដឹងព្រោះបងដឹងអូនអភ័យតែបងពិតជាឈឺចាប់ហួថ្លៃពេលឮសំឡេងប្រផ្សេងស្រវឹងត្រូវស្វាងដឹងទេក៏យ៉ាងបងឈឺប៉ុណ្ណាមកចាំស្នេបងកូឡាមានពាក្យពេចន៍អី5ផ្ញើទៅទស្សនិកជនក៏ដូចជា fan របស់បងផ្ទាល់ក៏ដូចជា fan របស់ Gainsbourg Acoustic ដែរបាទជាចុងក្រោយខ្ញុំបាទក៏សូមអរគុណដល់ Gainsbourg Acoustic ដែលបានផ្ដល់វត្តមានខ្ញុំបាទជាលើកទី2ជាពិសេសបាន fit ជាមួយនឹង idol របស់ខ្ញុំទៀតបាទអរគុណបងស្រីគឺសប្បាយចិត្តមែនតើរំភើបបាទថ្ងៃនេះសប្បាយចិត្តខ្លាំងអរគុណដល់ Gainsbourg Acoustic ហើយជូនពរឲ្យGainsbourg កាន់តែមានប្រជាប្រិយភាពនិងជាទីពេញនិយមរបស់ពុកម៉ែបងប្អូនទូទាំងប្រជាជាតិកម្ពុជាផងដែរហើយសូម5ផ្ញើទៅដល់បងប្អូនមិត្តយុវវ័យគឺសូមឲ្យជិះឆ្ងាយពីគ្រឿងញៀនបាទខិតខំប្រឹងប្រែងរៀនសូត្រដើម្បីអនាគតគ្រួសារក៏ដូចជាអនាគតរបស់ប្រទេសជាតិផងយើងផងដែរបាទអរគុណចាអរគុណបងអរគុណបងមេងកវិជ្ជដាដូចគ្នាអរគុណបងកូឡាដែលចូលរួមក្នុងកម្មវិធីរបស់យើងប៉ុន្តែដោយសារតែអញ្ចេះវគ្គនេះរៀងប្លែកទៀតហើយដោយសារតែខ្ញុំមានអី surprise បន្តិចបងវិជ្ជដាអូចាអញ្ចឹងនៅ surprise បងកុំតន់អត់ទៅនៅ surprise គាត់សិនណាបងទៅមុនណាអត់ឲ្យទៅបានតែបងនៅចាំមើល surprise ផងបងបញ្ញាប់ណាមិនតន់បើកលុយផងអត់ទេបញ្ញាប់មែនបងឥឡូវបងអូនសុំទៅមុនណាចាបងអរគុណជំរាបលាទាំងអស់គ្នាអរគុណបងមែនតើដែលចូលរួមកម្មវិធីរបស់យើងចាបងចាអញ្ចឹងបងទុកកាក់បងបច្ចដាមួយសិនដោយសារតែវគ្គនេះមានអីពិសេសកាក់មួយអញ្ចឹងហើយអូខេបងឥឡូវមុននឹង surprise សូមឲ្យបងបែរក្រោយសិនហើយចាំពេលខ្ញុំប្រដៅ1 2 3ចាំបាញ់បែរមកវិញព្រោះខ្លាចបងលេង surprise ចាអូខេចាតោះអូខេតោះ1 2 3បងរួចរាល់ទេបងរួចរាល់នៅខ្ញុំរាប់ជូនណាខ្ញុំរាប់ដល់3បងបវល់មកណាចា1សូមបងបវល់ទៅខាងឆ្វេងដៃអូខេតា1 2 3អើយឈឺណាស់មកតាមវិការកូនមកតាមវិការពេលរាប់ដល់3អូពេលរាប់ដល់3អូឡូសិចមកប៉ុណ្ណាអរគុណអូន surprise មែនតើមានអារម្មណ៍មិនដែរនៅពេលដែលដូចថារហដងធ្លាប់ទៅឈៀងម្នាក់ឯងអញ្ចឹងទៅដល់ពេលឲ្យលើកនេះមានកូនមកចូលរួមនៅក្នុងកម្មវិធីជាមួយដែរបងមានអារម្មណ៍មិនដែររាល់ដងទៅម្នាក់ឯងឬក៏មានកូនស្រីចាឥឡូវមានកូនប្រុសមកគេថាគ្រប់ដៃគ្រប់ជើងហ្មងណាដៃឆ្វេងដៃស្ដាំដោយសារតែមុនហ្នឹងយើងនិយាយពីប្រធានបទកូនអញ្ចឹងបងមានអីដូចថាជាពាក្យក្នុងចិត្តឬក៏អីដែលយើងអត់ធ្លាប់ប្រាប់ទៅកូនទេសុំតិចហ្នឹងបងដូចជានិយាយច្រើនហើយសង្ស័យគេស្ដាប់ឮទៀតមិនមានលុយស្ដាប់អត់អូនវិញមានឮនៅមើលមកកូនស្ដាប់តែកូនអត់ចាំទាំងអស់អត់ចាំទាំងអស់អត់អីទេអញ្ចឹងម៉ាក់មានអ្វីប្រាប់កូនហើយកូនស្រីដែរតែកូនស្រីគាត់អត់បានមកទេព្រោះកម្មវិធីនេះសម្រាប់យុវវ័យចាម៉ាក់អត់មានអ្វីខុសពីមុនទេគឺម៉ាក់ស្រឡាញ់កូនគ្មានថ្ងៃបញ្ចប់ហើយសូមជូនពរកូនទាំងពីររបស់ម៉ាក់ទាំងសុខភាពល្អអនាគតខ្ពង់ខ្ពស់ជាពលរដ្ឋល្អជាកូនល្អជាបុគ្គលដែលមានតម្លៃនៅក្នុងសង្គមញាតិមិត្តស្រឡាញ់គ្រប់គ្នានិងគោរពសូមឲ្យកូនពង្រឹងសមត្ថភាពទាំងការសិក្សា
ទេពកោសល្យសិល្បៈបន្តទៀតណាកូនណា សាធុមក ចាសុខសប្បាយកូន ចាចុះសុំសួរទៅអូនរតនៈម្ដងអូនធ្លាប់ដូចថាសុំសួរពីសំណួរណោះតើអូនធ្លាប់ដូចថាអន់ចិត្តជាមួយនឹងម៉ាក់ដែលធ្លាប់មានចិត្តអន់ចិត្តជាមួយនឹងម៉ាក់អីហ៎ បាទនិយាយថាអន់ចិត្តមានប៉ុន្តែអឺ មានអីគេកូន បាទ អាចនិយាយប្រាប់ម៉ាក់បានណា បាច់ខ្លាចទេដាក់ឲ្យជាប់មាត់ឲ្យលឺនិយាយ ពេល លឺ មុនចូលគេងម៉ាក់ហៅរណាចូលគេង អូនៅអត់ពេញចិត្តហើយកូនឯងខឹង អាហ្នឹងខឹងមែន កូនរៀបចូលគេងឯងម៉ាក់ចាំតិចហើយម៉ាក់ចូលគេងលឿនអត់មកអី អូដូចបងនិយាយមិញចាថាកូនដែលខឹងយើងមានតែរឿងនឹងមួយទេ ចា បខំឲ្យចូលគេងបខំឲ្យមើលការងារសិក្សាឲ្យធ្វើ homework ធ្វើអីណា ចា ហើយអត់ឲ្យលេងទូរស័ព្ទទៅ ខឹងហើយ ពីមុនមកអត់ដែរធ្លាប់ចូលរួមកម្មវិធីមួយម៉ាក់ឯណាអូន ធ្លាប់អូន អូ មុនទៅរៀននៅស្រុកប្រាំងហ្នឹងគាត់ឡើងកម្មវិធីលើ stage ធំៗមួយបងច្រើនណាស់ហើយគាត់ធ្លាប់ទៅប្រឡងតន្ត្រីនៅសិង្ហបុរីពីរអ្នកប្អូនអូនផ្អែមណា ចា ចាកាលហ្នឹងគាត់ប្រឡង piano បានលេខ1ពានមាសហើយកូនស្រី violon ហើយច្រៀងបានពានមាសដូចគ្នានៅសិង្ហបុរីអញ្ចឹងក្រោយពីបានរង្វាន់នឹងហើយកាលហ្នឹងសម្ដេចនាយករដ្ឋមន្ត្រីបច្ចុប្បន្នគឺសម្ដេចបវរធិបតីហ៊ុនម៉ាណែតអញ្ជើញទៅដែរដោយសារកូនរបស់លោកប្រឡងជាមួយគ្នាចាបានឲ្យរង្វាន់ដល់ពួកគាត់ទាំងពីរចាបន្ទាប់ពីនឹងមកគាត់បានឡើងឆាកសម្ដែងជាផ្លូវការច្រើនដងណានៅក្នុងមហោស្រពធំធំក៏ដូចជាតាមពិធីផ្សេងហើយនិយាយចំទៅរយៈពេលដែលគាត់មុនទៅរៀនហ្នឹង 3-4 ឆ្នាំដែរទើបតែគាត់ទៅដល់ស្រុកប្រាំងបានទៅសម្ដែងនៅមហោស្រពបារាំងចំនួន2ដងមហោស្រពធំណា ចាបង ចានឹងបន្ទាប់មកគាត់ផ្អាកសិនដោយសារគាត់ជាប់រៀនហើយបងនេះមកនៅស្រុកខ្មែរនេះបានតែកូនស្រីបានចូលរួមដំណើរសម្ដែងជាមួយគ្នាឥឡូវក្រោយពីចប់សិក្សាមួយផ្លែតគាត់សម្រាប់ផ្លែតទេ ចា មកឆ្លៀតបានចូលរួមក្នុងកម្មវិធីរបស់ Gensberg អរគុណដល់ Gensberg Acoustic ដែលផ្ដល់កិត្តិយសឲ្យកូនប្រុសហើយកូនស្រីក៏ចង់ដែរប៉ុន្តែគាត់អត់ទាន់គ្រប់អាយុអរគុណ user ដែរគាត់គិតគូរដល់កូនគាត់ថាមើលទៅកូនរបស់បងទាំងពីរមានទេពកោសល្យអញ្ចឹងគាត់ចង់បណ្ដុះបណ្ដាលចំនួនក្រោយ ចា ចាអរគុណខ្លាំងណាស់ចាអរគុណ អញ្ចឹងអូនរតនៈមានពាក្យពេចន៍អីនិយាយទៅកាន់ម៉ាក់អី មានតែបង អូនអាចនិយាយបានណាចា កូនសូមអរគុណម៉ាក់ដែលបានឲ្យកូនចូលរួមកម្មវិធីហើយកូនក៏មានពាក្យចង់និយាយម៉ាក់ជំរាបជូនថាម៉ាក់ជានារីដ៏រឹងមាំមើងម៉ាត់ហើយម៉ត់ចត់ហើយម៉ាក់ស្រឡាញ់កូនក៏ស្រឡាញ់ម៉ាក់ខ្លាំងដែរ ចាកូន ហើយបើជាតិនេះកូនជាកូនម៉ាក់កូនចង់ជាតិក្រោយកើតជាកូនម៉ាក់ទៀត ចាកូនចាកូនអរគុណកូនខ្លាំងណាស់ម៉ាក់ក៏មានមោទនភាពដែលមានកូនទាំងពីរជាកូនម៉ាក់យើងនឹងក្លាយជាកូនម្ដាយនឹងគ្នារហូតគ្រប់ជាតិកូន បាទ អរគុណ ចាអរគុណបងអរគុណអូនចាហើយកម្មវិធី Gensberg Acoustic នៅក្នុងសប្តាហ៍នេះដែរមានអញ្ញមថា performance ពិសេសអូនរតនៈលេង piano ហើយឲ្យម៉ាក់ច្រៀងណោះអូនអូខេហើយក៏សូមអរគុណទៅដល់បងមេកបេជ្ជដាក៏ដូចជាអូនរតនៈដែលចូលរួមក្នុងកម្មវិធីរបស់យើងហើយកម្មវិធី Gensberg Acoustic នៅក្នុងសប្តាហ៍នេះគឺពិតជាមានន័យមែនតើដែលបងកូឡាដែលគាត់ជាប៉ាបងបេជ្ជដាដែលគាត់ជាម៉ាក់ផ្ដល់ដំបូន្មានល្អក៏ដូចជាចែករំលែកនៅបទពិសោធន៍ហើយក៏ដូចជាអញ្ញមថាដំបូន្មានទៅដល់ក្មេងៗអញ្ញមថាសម័យទំនើបឬក៏សម័យឥឡូវឲ្យគាត់កាន់តែយល់ដឹងឲ្យគាត់ស្រឡាញ់ម៉ាក់ប៉ាឲ្យកាន់តែ
ច្រើនប្រភពសិទ្ធិស្នាលឲ្យម៉ាក់ប៉ាឲ្យកាន់តែច្រើនដោយសារតែពួកគាត់សុទ្ធតែជាអ្នកដែលមានគុណធំមែនតើមកលើយើងហើយក៏សូមអរគុណទៅដល់ Gensberg ដែលតែតែនាំយកនៅកម្មវិធីដែលល្អៗកម្មវិធីពិសេសកម្មវិធីដែលជួយធ្វើឲ្យអញ្ញបានថាផ្ដល់ភាពសប្បាយរីករាយទៅដល់ទស្សនិកជន fan ហើយក៏ដូចជាកម្មវិធីធំៗជាច្រើនទៀតហើយពីខាង Gensberg Acoustic ក៏សូមអរគុណសូមគោរពលាហើយកុំភ្លេចនៅចាំមើលពី special performance ពីបងពេជ្ជតាផងដែរអញ្ចឹង performance ពិសេសរបស់បងពេជ្ជតានៅក្នុងថ្ងៃនេះគឺសម្រាប់អ្នកទាំងអស់គ្នាបានជាអូននឹកបងក្នុងដួងចិត្តគិតទៅតែប្រព្រលឹងខំបិទភ្នែកបងភ្លេចមិនចង់គិតដល់បងបើជាឃើញនួនល្អក្នុងសុបិនហេតុអ្វីខ្ញុំរវើរវីចិត្តវងវែងលងក្នុងក្តីស្នេហ៍ប្របោខំបំភ្លេចពេលណាចិត្តអូនពិបាកកូនឡងហេតុអ្វីក៏បេះដូងខ្ញុំមានតែថ្លៃព្រោះស្រឡាញ់បងឬយ៉ាងណាចិត្តយើងលួចស្នេហ៍គេរឿវើហាមចិត្តមិនតន់ជ្រុលហួរទៅហារិនតែស្រមៃភ្លេចមិនបានព្រោះអ្វីក្នុងចិត្តមានតែបងអំណាចអ្វីធ្វើឲ្យអូននឹកកលយាតទៅក្នុងបេះដូងមិនអាចចោលបងបានគូកលយានដឹងថាព្រោះហេតុអ្វីព្រោះអ្វីក្នុងចិត្តមានតែបងអំណាចអ្វីធ្វើឲ្យអូននឹកកលយាតទៅក្នុងបេះដូងមិនអាចចោលបងបានគូកលយានដឹងថាព្រោះហេតុអ្វី